ខ្ញុំគឺ Shen Yan ខ្ញុំចំណាយរហូតដល់100លានទើបយកវត្ថុបូព៌ាបុព្វបុរសវិញតើអ្នកទៅឆ្កួតណាមកតែឥឡូវនេះhình nhưខ្ញុំរកវាមិនឃើញទេអ្នកគឺ Shen Yan មែនទេមើល The vase is a rare and exquisite piece of art. នេះជានរណាដែលហ៊ានអួតខ្លួនដល់ថ្នាក់នេះមុខងារបាំងមុខក៏មិនពាក់មិនស្គាល់ច្បាប់ទីតាំងលក់ដូរផ្ទៃក្រោមគុំនិយាយមិនច្បាស់នេះពាណិជ្ជករបុរាណវត្ថុខ្មៅល្បី Shen Yan គេហៅគាត់ថា Shen San Yi មិនចាំបាច់ពាក់ម៉ាស់ទេព្រោះគាត់ជាអំណាចធំបុរាណវត្ថុគាត់មើលម្ដងដឹងថាពិតឬខ្លែងវត្ថុប្រម៉ូដូចគ្នាគ្រាន់តែមើលគាត់ចូលដេញតម្លៃឬអត់ដឹងថាគួរទិញឬទេមិនហាក់ដូចជាចាញ់កិច្ចព្រមព្រៀង Song Dynasty Ice Crackle Two-Handled Vase ទៅម្ដង$30 លានទៅ2ដង30លានលក់សូមអបអរសាទរចំពោះអ្នកដេញថ្លៃនេះបន្ទាប់គឺ Tang Dynasty 8R Iridescent Shell Blood Flower Mirror បើការដេញថ្លៃ$20 លានម្ដាយនៃម៉ាស់ផ្កាកំណប់សម្បក Iridescent Plum 8R នេះមកពីរាជវង្សតាំងរបស់ប្រទេសចិនប្រហែល5200 AD បង្កើតឡើងដោយសិប្បករល្អបំផុតនៃសម័យនេះលំនាំនឹងវាយនភាពតែមួយគត់របស់វារឿងព្រេងនិទាន Lodun មកពីប្រភេទសត្វគួចខ្យងសមុទ្រជ្រៅដ៏កម្រនៅក្រោមពន្លឺព្រះអាទិត្យវាភ្លឺចាំងដូចជញ្ជីងរបស់ Mermaidភ្លាមមានអារម្មណ៍ចម្លែក Dynasty 8 Art Iridescent Shell Boss Mirror ការដេញថ្លៃចាប់ផ្ដើមហើយ21លាន22លានអីវ៉ាន់នេះធម្មតាណាស់គ្រាន់តែសម្បកខ្យងបិទលើឈើមនុស្សល្ងងប៉ុណ្ណោះទើបទៅដេញថ្លៃមានអ្វីកើតឡើងហេតុអ្វីបានជាអ្នកបាត់ការគ្រប់គ្រងខ្លួនឯងបែបនេះអ្នកស្គាល់កំណប់ទ្រព្យឆ្លេកមួយក្នុងហ្គេម Master Shen San បានផ្លាស់ប្ដូរលោកគ្រូ Shen San គឺជាអ្នកស្នងមរតកម្ខាងនៃគ្រួសារ Shen នៅ Jiangcheng គាត់មិនដែលថតរូបវត្ថុបុរាណដែលដាក់ Mother of Pearl ពីមុនមកទេដូច្នេះកញ្ចប់ផ្កាកំណប់8 ហ៊ូនេះត្រូវតែមានតម្លៃខ្លាំងណាស់លោកគ្រូទី3 Shan បំភ្លឺ Skylineខ្ញុំចំណាយលុយជាង100លានប៉ុន្តែទិញក៏នៅតែជាផលិតផលខូចនេះប្រកាសជាការលេងល្បែងរបស់អតិថិជនតើនេះជាកន្លែងអ្វីអ្នកណាអីអំពើអាត្មានិយម
អ្នកគឺជាសិនឆុងអ្វីមែនជា什么សិនចុងតាន់ចុងខ្ញុំឲ្យអ្នក3វិនាទីបាត់ពីមុខខ្ញុំមុខអ្នកក៏មិនដូចគាត់ដល់ថ្នាក់មិនខុសទេភ្នែកអ្នកមិនមានសេចក្តីស្ងប់ដូចគាត់ទេតែវិញទៅមានក្លិនលោកយោកាន់តែខ្លាំងអ្នកគឺជាចៅរបស់គាត់នេះជាយុទ្ធសាស្ត្រអ្វីមកលេងតាក់ទាញខ្ញុំឬទៅប្រាប់មនុស្សក្រោយខ្នងអ្នកថាកុំឲ្យគេហ៊ានកណនាដល់ក្បាលខ្ញុំសិនសាញយេត្រូវប្រុងប្រយ័ត្នឲ្យខ្លាំងមិនដឹងថាគេនឹងស្លាប់បែបណាទេនិយាយមើលទៅដូចមនុស្សឈួតបែបនោះសាច់សម្រស់សក់ស្បែកឪពុកម្ដាយឲ្យមកតើអ្នកណាឲ្យអ្នកកាត់សក់ខ្លីអស់បែបនេះយប់នេះអ្នកទៅណាអ្នកនេះដោះដៃលឿនពេកហើយយើហៅប៉ូលីសមកទេពីឆ្នាំទៀនបាវទី14មកដល់ពេលនេះកន្លងប៉ុន្មានឆ្នាំហើយឆ្នាំទៀនបាវទី14នោះប្រហែល1300ឆ្នាំមកហើយបច្ចុប្បន្ននេះគឺឆ្នាំ2025ឆ្នាំ2025កន្លងរយៈពេល1300ឆ្នាំទៀតខ្ញុំប្រកាសថាខ្ញុំវងគេងក្នុងកញ្ចក់នេះជាង1000ឆ្នាំហើយខ្ញុំបានសន្យាបុព្វបុរសថាបើចំនួនក្រោយគ្រួសារ Shen បាត់បង់ជំនាញធ្វើកញ្ចក់លូខ្ញុំនឹងភ្ញាក់មកជួយនិយាយកុហកក៏បែបមានទ្រង់ទ្រាយមែនហើយយោគួរឲ្យចាប់អារម្មណ៍អ្នកក៏ជាចៅវាយគ្រួសារឈឹមហឹសាឈឹមសាឈឹមហេតុអ្វីមិនបន្តអាជីវកម្មបុរាណរបស់បុព្វបុរសរឿងនេះគួរឲ្យចាប់អារម្មណ៍យកទៅបោកកុមារអាយុ3ឆ្នាំប្រហែលក៏អាចបានតែខ្ញុំមិនមានពេលមកលេងល្បែងក្មេងជាមួយអ្នកទេហើយឈ្មោះជាងលៀងបន្ទាប់ពីបង្កើតប្រទេសថ្មីមិនអនុញ្ញាតក្លាយជាអារ៉ាស្ទេសៀនស៊ូគ្រួសារឆេងការមុនស្បត់ថប់មួយមនុស្សគ្រួសារឆេនរាល់ចំនួនត្រូវបន្តបេសកកម្មលួទីបើបន្តខូចឬផុតបន្តពួកគេនឹងជួបបណ្ដាសាឆេនយ៉ានឲ្យអ្នកលោភទាំងលុយទាំងអំណាចអ្វីដែលអ្នកធ្វើបានស្រេចអស់បុណ្យវាសនាដែលបុព្វបុរសឆេនទុកឲ្យយោពេលបាបវាសនាមកដល់អ្នកនឹងបាត់អារម្មណ៍ទាំងអស់នាំវាមកទីនេះរបស់រឹងដែលខ្ញុំបានទិញសម្រាប់100លានជំងឺធ្ងន់មែនហើយហៅមនុស្សម្នាក់មកយកកញ្ចក់នេះទៅដាក់ឃ្លាំងឆ្ងាយបំផុតភាគត្បូងក្លិនស្រាលប៉ុណ្ណេះប៉ប៉សថ្ងៃនេះហេតុអ្វីបានជាបាញ់ទឹកអប់ច្រើនប៉ុណ្ណឹងដោយជុំខងឈឿបើកន្ទុយយោលោកឡៅបានអ៊ីនេះគឺការណាត់ជួប3ថ្ងៃក្រោយអ្នកព្រឹកនេះមិនបានញ៉ាំបាយទេឬនិយាយឲ្យខ្លាំងណូបន្តិចជើបន្តអាសយដ្ឋាននៅក្លឹបយូនឌីងក្រៅម៉ាក់ស៊ីងជွេសូមលោកពិនិត្យផែនការរៀបចំលម្អិតដែលម៉ាក់ផ្ញើកើពេលនេះអស់កម្លាំងពេកហើយឬពេលសាប់អាប់ធ្លាក់មកអ្នកនឹងបាត់បង់អារម្មណ៍ទាំង5រសជាតិទើបតែស្រាលប៉ុណ្ណឹងនិយាយឲ្យត្រង់ទៅអ្វីដែលនាងស្ត្រីខ្យល់នោះនិយាយអំពីសាបស្នងគឺពិតមែនHe. អ្នកនៅឯណាចេញមកអ្នកនៅណាសូមនាំខ្ញុំទៅមុនសិនរកកន្លែងដាក់
លើដីដាក់កញ្ចក់ផ្កាប៉ាហ៊ូឡូឌៀន8 ភ្ញាក់ឡើងហើយខ្ញុំបានស្ដារឡើងវិញអង្គចងចាំគ្មានបញ្ហាទេទៅមកផឹកតែចាប់ពីឥឡូវនេះអ្នកត្រូវធ្វើជាមនុស្សបម្រើខ្ញុំជាម្ចាស់អ្វីដែលខ្ញុំបញ្ជាត្រូវធ្វើឲ្យបានល្អពាក្យខ្ញុំនិយាយត្រូវតែស្ដាប់ហាមឲ្យឆ្ងាយខ្ញុំលើស50ម៉ែត្រកុំមកចិត្តខ្លាំងខ្ញុំនឹងអស់អំណររឿងបរិភោគស្នាក់នៅនិងជីវិតប្រចាំថ្ងៃមានច្បាប់ច្រើននៅទីនេះខ្ញុំមិនងាយរៀបចំទេចាំឲ្យខ្ញុំយកវត្ថុមួយសិនទើបត្រឡប់ទៅហ្វាកូអ្នករៀបចំកន្លែងស្នាក់នៅឲ្យខ្ញុំសិនអ្នកថាឲ្យខ្ញុំចិត្តអ្នករាល់ពេលប៉ុន្តែបើអញ្ចឹងការងូតទឹកការគេងតើធ្វើដូចម្ដេចលុយ100 លានដុល្លារនឹងទើបអាចអញ្ជើញព្រះបុព្វបុរសមួយអង្គមកបានហើយករណីនេះខ្ញុំនឹងយកប្រើអ្នកទៅគេងមាត់នោះសម្លៀកបំពាក់នេះបង្ហាញកម្រិតវិទ្យាស្ថានមហាសារមន្ទីរចាប់ចលនា2 ដងតម្លៃធ្លាក់យ៉ាងហោចណាស់2 លានមីសមីងឆ្វងសម្លៀកបំពាក់នេះពិបាកពាក់ណាស់ចឹងខ្ញុំនាំអ្នកទៅទិញសម្លៀកបំពាក់ទំនើបមនុស្សពាក់ស្រួលតើយ៉ាងម៉េចមើលរបៀបស្រែកបែបនេះទំនងចង់ដឹកហាងយកទៅផ្ទះហើយយកស្ត្រីគ្រប់សម័យសុទ្ធតែចូលចិត្តទិញមិនឈប់បែបនេះនេះគេហៅថាណែឆាខ្ញុំនឹងយកអីវ៉ាន់ទាំងនេះទៅដាក់លើឡានសិនអ្នកនៅទីនេះរងចាំបន្តិចជានេះអ្វីមួយទេហេតុអ្វីត្រូវភ្ញាក់ផ្អើលដល់ថ្នាក់ភ្នែកថ្មីថ្មបែបនេះខ្ញុំគួរតែទៅដេកក្នុងរថយន្តហើយមកទទួលគាត់ពេលផ្សារទំនើបបិទសុវត្ថិភាពនិងស្វែងរកតិចប៉ូលីសកំពុងចាប់ចោលអ្នកមិនមែនចោលរហើយជាអ្វីទៀតកសិករមកលួចដល់ផ្ទះប៉ាប៉ាចិនគ្មានវប្បធម៌ទេអ្នកហៅខ្ញុំចោលខ្ញុំមិនមនុស្សទាបដូចអ្នកទេខ្ញុំជាចិនកម្រិត M ម្នាក់ផឹកតែទឹកដោះគោប៉ុន្មានដុល្លារប៉ុណ្ណោះមើលអាវខោហាងយើងហើយនិយាយថាលក់អស់ក៏មិនអាចទិញបានទេលឿនទៅដោះចេញមកនរណាបាននិយាយថាគាត់មិនអាចទិញបានតែបើគាត់ចង់ទេមូលដ្ឋានពាណិជ្ជកម្មខ្ញុំអាចទិញឲ្យគាត់ដោះដៃចេញពីគាត់អ្នកជានរណាពាក់ព័ន្ធអីនេះសិនសាញៀមមកផ្ទាល់បែបនេះមានអ្វីចង់បានអ្នកត្រូវការអ្វីប្រាប់យើងនឹងដឹកទៅដល់វីឡារបស់លោកមិនបាច់ដូរយិនឡោបើលោកមិនបាច់ដូរយិនឡោបានបើភ្នែកអ្នកមិនចាំបាច់ប្រើទេយកទៅបរិច្ចាគទៅមុលនេះវេសឹងអាក្រក់ពាក្យសម្រាមនិយាយលើសបញ្ជូនគាត់ទៅស្ថានីយ៍ជំរុះសម្រាមឲ្យរៀនមាត់គ្រប់គ្រងមិនបានគ្មានខ្មាស់ទេឈិនសាញយីក៏ហ៊ានធ្វើសឹកប្រហែសទៀតឬរហ័សយកសម្លៀកបំពាក់ល្អចេញមកមិនទៅឆាប់ទៅទេមើលទៅអ្នកក៏មិនមែនអសារៈទាំងស្រុងទេតែព្រោះខ្ញុំលើសគេពិសេសសមត្ថភាពពិសេសនៅលើពិភពលោកនេះមានលុយទើបឈ្នះលោកជាន់ទី3គ្រួសារ Shen នៅតែរូទាំងលេងកញ្ចក់អ្នកឆាប់រួចហើយយោតែបើនិយាយតាមត្រង់មានពេលទំនេរទៅម៉ាថូកាន់កាបូបធំប៉ុន្មានថ្ងៃឬទៅជួយគ្រួសារអភិជនជួសជុលទឹកធ្វើការខ្លាំងបន្តិចការងារនោះល្អជាងនេះកញ្ចក់នេះអ្នកធ្វើចប់ហើយលក់បានលុយប៉ុន្មានទេមើលជីវិតអ្នកញ៉ាំតែប៊ីងបន្លែព្រៃរាល់ថ្ងៃរាងកាយខូចប៉ុណ្ណាត្រាំណូទេពូវ៉ាំងខ្ញុំដឹងពូមានចិត្តល្អប៉ុន្តែការងារខ្ញុំកំពុងធ្វើសំខាន់ជាងជីវិតខ្លួនគម្រោងលោទៀននេះបន្តពីសេនគ្រប់បន្ទាត់គូចំណុចប៉ះការដាក់បញ្ចូលនិងការកិនសុទ្ធជាឈាមចិត្តបើវាឈប់បន្តនោះវានឹងបាត់បង់ពិតលើโลกនេះខ្វះឈិនសុងម្នាក់ក៏មិនអីខ្វះលុយបន្តិចក៏មិនអីប៉ុន្តែគំនិតបន្តបង្រៀនវិជ្ជាជីវៈនេះមិនអាចបាត់បានទេប្រាក់មិនសំខាន់ខ្ញុំក៏មិនសំខាន់មានតែធ្វើរឿងនេះឲ្យល្អប៉ុណ្ណោះសំខាន់ត្រូវឲ្យវាបន្តទៅមុខខោមាត់និយាយតែរឿងលុយជើមើលទៅទៀបថោកណាស់ចាប់ពីស្អែកតទៅតាមខ្ញុំរៀនឡូឌៀនហេតុអ្វីនិយាយបដូរមុខមាត់ក៏បដូរទៅភ្លាមម៉ង
លោឌៀនភាគច្រើនចែកជា3ប្រភេទធំគឺរឹងទន់និងសូត្រឡូឌៀនរឹងឡូឌៀនយកសម្បកខ្យងកាត់ជាបន្ទះផ្ដេកខណៈទន់ឡូឌៀនយកខ្នងខ្យងកាត់ជាបន្ទះស្ដើងប្រហែលមីលីម៉ែត្រចាក់តិចប៉ុន្តែការចាក់ប៉ុណ្ណេះក៏ពេញមួយថ្ងៃហើយយើកណ្ដាលផលិតកម្មមិនប្រើក្របីបែបនេះទេលើទូតទាំងនេះថ្ងៃនេះត្រូវកិនអស់ពូជអ្នកសិនឆុងរៀងប្រលឹមម៉ៅតែងឡើងហាត់ឡូឌៀនទើបក្លាយជាមហាបុគ្គលចំនួនតើអនុញ្ញាតឲ្យអ្នកខ្ជិលដល់ថ្នាក់នេះបានទេដូច្នេះការតុងជុំគួរក៏ផ្ដល់រង្វាន់ឲ្យគាត់ជីវិតនឿយហត់រហូតមកដល់ពេលនេះគ្រប់គ្រាន់ឲ្យគាត់រកមុខមាត់គិតថាខ្ញុំជាមនុស្សធម៌ណាស់ឬចំណែកអ្នកបន្តបន្ទាប់នោះគ្រាន់តែខ្ជះខ្ជាយពេលវេលាទេអ្វីច្រើនពេកក៏មិនល្អខ្វះក៏មិនល្អថ្ងៃនេះហាត់គ្រប់ហើយយើឥឡូវទៅរៀបចំទឹកក្តៅឲ្យងូតខ្ញុំចង់ងូតទឹកហើយយើដើរទៅមុខបត់ឆ្វេងជាបន្ទប់ងូតមានទឹកក្តៅអាចចូលងូតបានតើអ្នករៀបចំទឹកក្តៅពេលណាក៏ចេះយកចិត្តទុកដាក់ដែររបាយការណ៍ចេញហើយឬនៅរបាយការណ៍ពិនិត្យសុខភាពសាញ់យេបង្ហាញសុខភាពល្អផ្នែកត្រចៀកច្រមុះគ្មានបញ្ហាបាទចាសបន្ទាប់ពីសន្និសីទបដូរប្រាជ្ញានៅថ្ងៃស្អែកចប់សូមរៀបចំជើងហោះហើរដំបូងឲ្យខ្ញុំត្រឡប់ប្រទេសអូចាំបន្តិចកញ្ចក់ឡូឌៀននោះទុកនៅទីនេះសញ្ញែនមកវិញហើយមានអ្វីកើតឡើងទៀតពូជកំពុងស្មានទឹកក្តៅគ្មានអាងងូតតើងូតយ៉ាងម៉េចក្បាលផ្កាអូសទឹកនេះចេញទឹកក្តៅបានស្រួលហ្មងអ្នកអាចទៅបានហើយបញ្ឈប់ឈរមិនអស់ទេធ្វើដូចជាព្រះមិនអាចលើកលែងមនុស្សធម្មតាមកនេះបន្តឡាប់ទៅយប់នេះមានកិច្ចប្រជុំផ្លាស់ប្ដូរដ៏សំខាន់មួយខ្ញុំត្រូវចេញទៅក៏មិនអាចមិនទៅបានទេជាបម្រើខ្ញុំអ្នកមិនអាចឆ្ងាយខ្ញុំលើស50ម៉ែត្ររងចាំដល់យប់នេះកិច្ចប្រជុំផ្លាស់ប្ដូរបញ្ចប់ខ្ញុំនឹងកាត់ខ្សែគាត់ភ្លាមមកជាមួយខ្ញុំទៅកិច្ចប្រជុំផ្លាស់ប្ដូរនេះសំខាន់ណាស់ថ្ងៃស្អែកខ្ញុំនឹងអង្គុយរៀនជាមួយអ្នកអស់ចិត្តសន្យាក៏បានដែរនារីនេះពេលមិនកាន់ដំបងវិមនុស្សក៏មើលទៅគួរឲ្យរីកចិត្តដែរទៅរថយន្តនៅក្រោមបន្ទប់មានផ្លូវផ្សេងទៀតទេអ្នកភ័យកម្ពស់ខ្ញុំក៏ដូចគ្នាកញ្ចក់ភ័យកម្ពស់បើធ្លាក់បែកធ្វើម៉េចមើលទៅអ្នកក៏មានរឿងដែលភ័យដែរមិនជឿថាខ្ញុំអាចរុញអ្នកចុះឥឡូវនេះឬអ្នកហ៊ានឲ្យខ្ញុំធ្វើឲ្យចិត្តស្ងប់ទេខ្ញុំនឹងមិនឲ្យអ្នកធ្លាក់បាក់ដូវកិច្ចប្រជុំផ្លាស់ប្ដូរនៅលើជាន់លើគេអ្នកខ្លាចកម្ពស់សិននៅក្រោមទៅមកនេះតែទឹកដោះគោអ្នកចូលចិត្តបើធ្វើអស់រួចខ្ញុំនឹងចុះមកវិញត្រៀមខ្លួនឲ្យរួចសាញ់យេថ្ងៃស្អែកម៉ោង4ព្រឹកជើងហោះហើរដំបូងបំផុតហោះត្រឡប់ចូលប្រទេសចង់កិច្ចមែនទេអ្នកគ្រប់គ្នាដឹងហើយថាស៊ីងទ្រេជាអង្គភាពលក់ដូរធំបំផុតនៅចាងជូមិនខានមានដៃគូទេបើចង់ចុះកិច្ចសន្យាដោយក្រោយជាមួយពួកយើងត្រូវបង្ហាញចិត្តស្មោះមកឲ្យឃើញយើងជឿថាមិនធ្វើឲ្យសាញ់យេខកចិត្តទេលោកឈិនសាញ់យេអូយ៉ាជួបអ្នកម្ដងនេះពិបាកយើងស្ដាប់ឈ្មោះអ្នកយូរហើយអ្នកជាស្នាដៃលួទៀនល្អបំផុតរបស់ហွာគោថ្ងៃនេះជាឱកាសល្អមានអ្នកសារព័ត៌មានច្រើនយើងមកប្រកួតមើលថាលួទៀនវប្បធម៌អរូបីគេគួររាប់ជារបស់ហွာគោឬរបស់ប្រទេសអេយើងមាននរណានិយាយថាលោកស៊ិនសាញ់យេជាពាណិជ្ជករលោភលន់មនុស្សណានាំឧបករណ៍មកលោកប្រធានផែអ្នកញ៉ាំពេងប៉ោះលើសរហូតខួរក្បាលខូចទៅហើយយោ
មរតកវប្បធម៌អរូបីនេះជារបស់ប្រទេសណាស្រេចដោយប្រវត្តិសាស្ត្រមិនមែនដោយការបែកក្បាលហុំពាក្យទេលោកឈិនសានយេនិយាយចេះប៉ុន្តែការវិតម្លៃនិងបន្តបេតិកភណ្ឌវប្បធម៌អរូបីគួរត្រូវបានចាត់ទុកថាសំខាន់ជាងការតាមរកប្រភពមកវិញឬមិនដូច្នោះទេអ្នកមិនដែលស្ជីបន្តជំនាញដៃពីឪពុកអ្នកទេប្រទេសហួាគួរធំប៉ុណ្ណេះតែស្នាដៃលូតេនចាំងយ៉ាងមួយក៏មិនអាចបង្ហាញបានទេសូមទោសក្បាច់ដៃបន្តតាមគ្រួសារយើងមិនអាចយកមកបង្ហាញលេងបានទេចង់ឲ្យខ្ញុំឡើងបង្ហាញផ្ទាល់ឬកន្លែងនេះមិនសមរម្យទេថ្ងៃនេះខ្ញុំនិយាយឲ្យច្បាស់នៅទីនេះเลยបើលោកឈិនសានយេមិនអាចធ្វើស្នាដៃលូតេនមួយដុំដែលស្មើកម្រិតខ្ញុំបានទេនោះបញ្ជាក់ថាបេតិកភណ្ឌលូតេនរបស់ប្រទេសហួាគួររលត់ខ្សែបន្តហើយយកក្បាច់ដៃនេះកាលពីអតីតកាលបច្ចុប្បន្ននិងអនាគតនឹងជារបស់ប្រទេសអេរបស់យើងតែប៉ុណ្ណោះមើលទៅពួកចាស់ក្បាលនេះដាក់អន្ទាក់យើងច្បាស់តោឡោបានតើធ្វើម៉េចល្អលោកមិនដែលរៀនក្បាច់លួទៀនសោះតែគាត់និយាយថាជារបស់គាត់ឬលោកឈិនសានយេកុំបង្វែរប្រធានបទឆ្លើយអាស្រ័យលើសមត្ថភាពអាចធ្វើបានឬទេបើមិនអាចទេសូមប្រកាសជាសាធារណៈថាជីលួទៀនរបស់ហួាសាចាញ់ពួកគេមនុស្សប្រទេសអាឡើងមុខពេកហើយឥឡូវនេះលោកឈិនសានយេកាន់តែពិបាកហើយនរណាក៏ដឹងថាគាត់បដូរអាជីពទៅវិនិយោគបុរាណវត្ថុយូរហើយយោខ្ញុំអាចមើលងាយលួទៀនប៉ុន្តែយើងមិនអាចឲ្យប្រទេសខ្លួនខាតមុខបានទេប្រធានអានក៏មិនសមឲ្យខ្ញុំចេញមុខទេបើគាត់ពិតជាចង់ប្រកួតដូច្នេះឲ្យសិស្សចូលប្រកួតជំនួសប៉ុន្តែត្រូវផ្លាស់ទីកន្លែងប្រកួតត្រូវបដូរទៅជាន់ទី1បើសិស្សមិនស្មើខ្ញុំតើនឹងប្រកាសថាលូដេមានប្រភពពីខ្ញុំទេអ្នកមិនបានឱកាសនោះទេសួរលោកឈិនសាញ់យេទៅសិស្សឆ្នាំរបស់លោកឥឡូវនេះនៅឯណាហុំសូម្បីតែធ្វើមុខខ្លាចក៏មិនចេះទេខ្ញុំតើចង់ឃើញថាសិស្សលោកល្អដល់ណាខ្ញុំនឹងផ្ញើសិស្សក្មេងបំផុតមិនទាន់ចេះរបស់គ្រួសារឈិនទៅឡើងវេទិកាជូចុងសូមជួយផងពួកគេមក挑ឈៀងគ្រួសារឈិនយើងនិយាយថាត្រូវប្រកួតជាមួយខ្ញុំរឿងនេះពាក់ព័ន្ធនឹងគេឈ្មោះគ្រួសារឈិននិងមុខមាត់ជាតិខ្ញុំមិនចេះអីតែពឹងលើអ្នកប៉ុណ្ណោះបង្ហាញឲ្យពួកគេឃើញជំនាញពិតទៅកុំឲ្យប៉ះពាល់គេមិនធីមខ្ញុំបដិសេធស៊ូឈុងតើអ្នកចង់ធ្វើអ្វីជាក់ស្ដែងឈិនសាញ់យេសិស្សឆ្នាំរបស់លោកជីរ៉ានមិនហ៊ានចូលប្រយុទ្ធដូច្នេះទទួលបរាជ័យទៅស្រួលកុំឈរអៀននៅទីនេះទៀតអស់សង្ឃឹមហើយលើកនេះមុខមាត់ហួាគោបាត់អស់ហើយយើសិនយេក៏គ្រាន់តែជាអ្នកជួញដូរអន្តិគុណប៉ុណ្ណោះគាត់យល់អ្វីអំពីសិប្បកម្មលម្អិតបែបនេះលើកនេះគាត់ពិតជាគប់ជើងទៅលើដែករឹងហើយជូចុងអ្នកកំពុងលេងខ្ញុំឬមុននេះមិនមែននិយាយថានឹងជួយខ្ញុំឲ្យឆ្លងវិបត្តិនេះសោឥឡូវខ្សែសង្វាក់ដាច់ទៅហើយខ្ញុំሸញែកខាត់មុខមាត់មិនសូវអីទេប៉ុន្តែមុខមាត់ហ្វាកូហ្វេយីតើដាក់ឯណាអញ្ចឹងសូមច្បាស់ទៅខ្ញុំមិនឡើងវេទិកាជំនួសអ្នកទេខ្ញុំនឹងនៅក្រោយបង្រៀនអ្នកឯងអ្នកទៅឡើងវេទិកាដោយខ្លួនឯងសូមស្ដាប់ឈិនសាញ់យេម្ដងពួកអ្នកកំពុងលេងកំ pl ែងអីមនុស្សមិនធ្លាប់ចាប់កាំបិតកាត់សោះត្រូវរៀនសិប្បកម្មជ្រៅជ្រះបែបនេះឲ្យចេះក្នុងពេលខ្លីសូម្បីជាពូកែធានឆៃក៏នៅតែសុបិនឈួតដែរខ្ញុំនឹងរងចាំមើលថាហួាផូអ្នកទាំងអស់គ្នានឹងអៀនយ៉ាងដូចម្ដេចស្ត្រីនេះពិតជាខ្វិនមែនខ្ញុំមិនចាំអីអំពីការខំរហូតដល់13ឆ្នាំទេសូម្បីតែច្រកទ្វារក៏មិនទាន់ឆ្លងកាត់តែបង្ខំឲ្យខ្ញុំរៀនតាំងទីនោះនេះមិនមែនជាចាប់ក្បាលខ្ញុំទាក់ដីហើយអូសទៅមកទេឬជឿខ្ញុំទៅផ្ដោតចិត្តរស់រៀននឹងកម្លាំងនេះចំណុចលោសំខាន់លើចំណុចមិនមែនលើបន្ទាត់ទេកុំឲ្យមកចិត្តពេកហើយនិយាយបែបនេះសូមផ្ដោតអារម្មណ៍បន្តិចជើអស់ចាពេកហើយអារម្មណ៍រលូនដូចពុកហូរទឹកនេះហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ស្និទ្ធបែបនេះដូចជាធ្លាប់ធ្វើមករាប់រយដងហើយយោអើយព្រះអង្គវាជាការងារសិល្បៈអស្ចារ្យណាស់មានតែគ្រូបង្វឹកកម្ពុជាប៉ុណ្ណោះទើបអាចបញ្ចប់ចំណុចលោបានលឿនបែបនេះមិនអាចទៅរួចទេនេះពិតជាមិនអាចទៅរួចទេពួកអ្នកពិតជាបានរៀបចំឧបករណ៍មុនហើយយើនេះច្បាស់ជាការលួចល្បិចប្រធានយ៉ាវសូមបើកភ្នែកឆ្កែអ្នកមើលឲ្យល្អនេះជាការងារលូឌៀនរបស់ប្រទេសផ្កាចំណែកអេប្រទេសអ្វីលួចរៀនបានគ្រាន់តែសម្បកខាងក្រៅបន្តិចប៉ុណ្ណោះសូម្បីតែឲ្យមកធ្វើបារដកស្បែកជើងឲ្យយើងក៏មិនសមទេឥឡូវយកមនុស្សអ្នកហើយរត់ចេញទៅថ្ងៃនេះពិតជាសូមគុណអ្នកណាស់មិនដូច្នោះទេខ្ញុំនឹងអាប់មុខខ្លាំងហ្មងតែអ្វីបែបអីនេះហេតុអ្វីមានពុកចេញ
វាហៅថា champagne ជាស្រាប្រភេទមួយដែលមនុស្សសម័យទំនើបយើងប្រើដើម្បីអបអរសាទរជ័យជំនះពិតប្រាកដមុននេះខ្ញុំគិតថាការបន្តបន្ទាប់គឺជូជុងនោះជាស្រាមិនអាចផឹកជាទឹកបានទេអូស្រាក្រោយ2000ឆ្នាំទៅវិញវាប្រែក្លាយជាផ្អែមល្ហែមបែបនេះឯងអ្នកគឺ Shen Yan អ្នកមើលទៅក៏មិនអាក្រក់ទេតែពិបាកយល់ពេកកាត់លូបៀនក៏មិនល្អនំគុយផ្លែគុយហွာក៏មិនឆ្ងាញ់ទេយល់ហើយខ្ញុំឈួតអ្នកអង្គុយសិនខ្ញុំនឹងចាក់ទឹកឲ្យមួយកែវហាមទៅណាទាំងអស់បុគ្គលិកខ្ញុំមិនទាន់និយាយចប់ទេ Shen Yan ខ្ញុំមិនឲ្យអ្នកអង្គុយយប់ទៀតទេមិនឲ្យអ្នករំលងបាយទៀតទេក៏មិនឲ្យអ្នកត្រាំរឿងទាំងអស់ម្នាក់ឯងទេបានខ្ញុំនឹងព្រមសន្យាជាមួយអ្នកបានគេងឲ្យលក់ទៅស្អែកភ្ញាក់ឡើងអ្វីនឹងប្រសើរឡើងវិញអស់ហើយម្សិលមិញខ្ញុំនៅបន្ទប់តែមួយជាមួយវិញ្ញាណពាន់ឆ្នាំនេះខ្ញុំទៅជាអ្វីទៅហើយមុខអ្នកហេតុអ្វីបានជាអាក្រក់បែបនោះមិនមែនម្សិលមិញបានធ្វើអ្វីខុសមួយយ៉ាងទេខ្ញុំមិនបានធ្វើអ្វីទេគ្រាន់តែអ្នកត្រជាក់ទេខ្ញុំនឹងទៅចាក់ទឹកក្តៅឲ្យអ្នកមួយកែវម្សិលមិញព្រោះអស់កម្លាំងទើបខ្ចីយ៉ាងឆ្លងពីអ្នកបន្តិចប៉ុណ្ណោះខ្ញុំក៏មិនដឹងថានឹងព្រៀងជាប់អ្នកដោយសារតែរឿងនេះទេអ្នកភ័យអ្វីនៅក្នុងភ្នែកអ្នកយ៉ាងឆ្លងគឺដូចជាខ្ញុំជាបែកធ្វើចោតដើរបានមួយគ្រឿងកុំចេះតែបើកមាត់ថ្ងៃនោះឈ្នះប្រទេស A ក៏ដោយសារខ្ញុំចេញអំណាចវេទមន្តជួយអ្នកឥឡូវអំណាចវិញ្ញាណខ្ញុំកំពុងអស់លឿនអ្នកត្រូវរៀនលោបៀនឥឡូវនេះទើបអំណាចខ្ញុំស្ដារឡើងវិញបានបន្តិចម្ដងកុំអូសបន្លាយគ្មានមេត្តាសោះគ្មានមេត្តាដាច់ខាតខ្ញុំជាសេដ្ឋីសិនសាញ់យេមានទ្រព្យពាន់លានតែគាត់ប្រើខ្ញុំដូចមនុស្សឧបករណ៍លើកដៃឲ្យខ្ពស់បន្តិចកាន់ឲ្យរឹងចិត្តកុំឲ្យរំខានជូចុងម្សិលមិញទើបតែជួបរឿងគួរឲ្យភ័យខ្លាចព្រឹកមិនទាន់ភ្លឺក៏ត្រូវវឹកហាត់កម្រិតខ្ពស់វិញសូម្បីតែក្របីក៏មិននឿយហត់ដល់ថ្នាក់នេះទេនិយាយមួយប្រយោគទៀតយប់នេះកុំឲ្យមកចិត្តខ្ញុំលើស5ជំហានអ្នកទៅកិនសម្បកខ្យងកាត់លំញ៉ាំខ្លួនឯងខ្ញុំចូលសមាធិកាយធម្មពលមិនមានការអនុញ្ញាតមិនអនុញ្ញាតឲ្យឈប់នេះជាកន្លែងអ្វីខ្ញុំកំពុងសុបិនឬទេនេះមិនមែនខ្ញុំទេនេះគឺជាយ៉ាងចៅមុនពាន់ឆ្នាំមកហើយយោតើនេះជាខ្ញុំក្នុងជីវិតមុនឬកញ្ចាក់នេះទើបតែធ្វើរួចស្រេចចុះនោះគឺមីងឈ្វាងកូទោះមុខមាត់នាងមិនដូចគេពោលក៏ដោយតែពីរបៀបឈិនខងមើលនាងវាជាចក្ខុវិស័យមនុស្សម្នាក់មើលអ្នកស្រឡាញ់របស់ខ្លួនអ្នកឆ្លងពាន់ឆ្នាំមករកខ្ញុំមកបង្ខំឲ្យខ្ញុំរំលឹកឡើងវិញទាំងអស់គ្រាន់តែព្រោះជីវិតមុនរបស់ខ្ញុំមែនទេនៅក្នុងភ្នែកអ្នកតើខ្ញុំឈិនយ៉ានតាំងពីដើមដល់ចុងគ្រាន់តែជាអ្នកជំនួសរបស់បុរសនោះប៉ុណ្ណោះឈិនយ៉ានអ្នកមានអីខុសទេហេតុអ្វីខ្ញុំស្គាល់ថាចិត្តអ្នករញ៉េរញ៉ៃដង្ហើមក្តៅក្រហមគ្មានអីទេខ្ញុំទៅក្រុមហ៊ុនហើយយោឈប់ថ្ងៃនេះកុំហាត់លូឌៀនទេមិនចង់ហាត់ដាក់ថ្ងៃក្រោយយោទៅបដូរសម្លៀកបំពាក់មកក្រុមហ៊ុនជាមួយខ្ញុំឲ្យស្រែកស្រាមតាមចិត្តអ្នកហ៊ានប្រើសម្លេងបញ្ជាបែបនេះឬល្អណាស់អ្នកមិនទៅខ្ញុំទៅឯងទៅមានអ្វីកើតឡើងម្សិលមិញនៅលើឆាកភ្លើងខ្លាំងដល់សម្រាប់គេថ្ងៃនេះវិញមកខឹងគ្នាទៅវិញមកគំនិតមនុស្សស្មុគស្មាញនិងងាយបាក់បែកខ្ញុំឲ្យគេហាត់ក្បាច់បន្តិចប៉ុណ្ណោះបើមិនចង់បញ្ចប់ការប្រគល់នឹងស្ដារផលលាវិញទេខ្ញុំមិនត្រាំអាកប្បកិរិយាមិនល្អរបស់គេទេស្ត្រីគ្មានចិត្តគ្មានពោះវៀនមើលខ្ញុំជាមនុស្សជំនួសគាត់ប៉ុណ្ណោះគេងជាមួយខ្ញុំក៏មិនអើពើទេប៉ុន្តែពាក្យទន់មួយសម្រាប់លួងចិត្តក៏គ្មានឈ្មោះចាំងយ៉ាងមួយក៏មិនឲ្យយកស្ត្រីបោកបញ្ឆោត
កញ្ចក់នោះទើបតែធ្វើរួចហើយ អ្នកកំពុងខឹងខ្ញុំប្រាប់ខ្ញុំថាហេតុអ្វី ល្អបើអ្នកចង់ដឹងនោះខ្ញុំនឹងសួរអ្នកឲ្យច្បាស់ថាអ្នកប្រព្រឹត្តល្អចំពោះខ្ញុំព្យាយាមហៅខ្ញុំជាលោទៀនហើយចុះកិច្ចសន្យាប្លែកជាមួយខ្ញុំជាក់ស្ដែងជាព្រោះខ្ញុំជាឈិនយ៉ាន់ឬព្រោះមុខខ្ញុំដូចឈិនឆុងតើអ្នកចង់និយាយអ្វីខ្ញុំមិនយល់ទេកូរ៉ានខ្ញុំទេមិនខុសទេចាប់ពីដើមមកខ្ញុំគ្រាន់តែជាជំនួសរបស់គាត់ប៉ុណ្ណោះមែនបើមិនមែនជាអ្នកស្នងរបស់សិនចុងបើមិនមានមុខនេះអ្នកនឹងមើលខ្ញុំម្ដងទៀតទេខ្ញុំយល់ហើយអ្នកចេញទៅ 陈特助，如果一个男人因已死的人生气，我怎么做才能哄好他？ មានស្វងសោយេអ្នកនិយាយថាសិនចុងខឹងដោយសារមនុស្សស្លាប់ម្នាក់នេះលើសកម្រិតសំណួរហើយមានស្វងសោយេអ្នកមានន័យថាសិនតងគិតថាអ្នកយកគាត់ធ្វើជាជំនួសមនុស្សចាស់នោះអ្វីជាធីសិនខ្ញុំរស់មកជាងពាន់ឆ្នាំមកហើយមិនឮពាក្យចម្លែកបែបនេះសោះសិនឈងគឺគាត់សញ្ញែនក៏គាត់ដែរប្រលឹងដើមមួយគត់តើពាក្យធីសិនមកពីណាទេឪពុកជីដូនឲ្យតាមទស្សនៈមនុស្សសម័យបច្ចុប្បន្នរបស់យើងជីវិតមុនស្រេចទៅហើយជីវិតបច្ចុប្បន្នគឺរបស់វាផ្ទាល់ នេះហៅថាវ៉ាន់វ៉ាន់លេឈិងនិងធីសិនវិនជឿ Kid Kurs ដូច្នេះតាមទស្សនៈអ្នកគួរធ្វើម៉េចឲ្យគាត់អស់ខឹងបុរសក៏ចង់ឲ្យខុងបុរសក៏ចង់ឲ្យខុងទិញអំណោយផ្កានិយាយពាក្យផ្អែមឲ្យគាត់មានអារម្មណ៍សុវត្ថិភាពទិញអំណោយនិយាយពាក្យផ្អែមច្បាប់ច្បងមនុស្សពិតជាច្រើនប៉ុន្តែជីរ៉ានកិច្ចសន្យានៅមិនទាន់បានធ្វើគាត់មិនអាចស្លាប់បានទេកាន់តែមិនអាចខឹងដល់ស្លាប់ទេដូច្នេះខ្ញុំនឹងទ្រាំបន្តិចទៅខុងគាត់ កញ្ញាម៉េចកងឆៃនិយាយថាចង់សួរអំពីរបៀបរស់ជាមួយមនុស្សខ្ញុំវិញចង់សួរបើមាននរណាម្នាក់ខឹងព្រោះមានមនុស្សម្នាក់ទៀតស្លាប់ទៅហើយតើគួរធ្វើម៉េចដើម្បីបំបត្តិអារម្មណ៍នោះក្នុងករណីអ្នកនិយាយអត់បាច់ពន្យល់ទេធ្វើឲ្យគាត់មានអារម្មណ៍ស្មោះត្រង់ចំពោះគាត់ផ្ញើអំណោយមួយដែលមានចិត្តបន្តិចនិយាយពាក្យឲ្យពីចិត្តពិតបន្តិចប្រសិនបើគាត់មានអ្វីខ្លះខ្លាំងក្នុងចិត្តក៏អាចឲ្យគាត់យល់ថានៅក្នុងចិត្តអ្នកគាត់មិនមែនជាអ្នកជំនួសនរណាទេអ្នកគ្រូឯនឹងនៅតែបង្ហាញឲ្យគាត់ផ្ញើអំណោយមិនដឹងថានឹងបង្កការលំបាកអ្វី ឆេនធ្វើឌូសូមជូនពរលោកបងនេះខ្ញុំបានអត្ថប្រយោជន៍ច្រើនណាស់កញ្ញាមិនបាច់អគុណទេបើពិតជាចង់អគុណក្រោយមកម្ដងទៀតនាំមិត្តអ្នកមកផឹកតែជាមួយគ្នាគ្រប់គ្រាន់ហើយខ្ញុំនឹងចងចាំវិញឆេនធ្វើឌូត្រឡប់ទៅវិញទៅនាងពាក់កណ្ដាលយប់ហើយទៅណាទៀតទូរស័ព្ទមិនទទួលសារមិនឆ្លើយ នេះជារបស់អ្នកធ្វើឲ្យខ្ញុំបានឮថានៅសម័យអ្នកកាហ្វេនិងបង្អែមអាចយកមកសុំទោសបានព្រឹកមិញខ្ញុំបាននិយាយខ្លាំងពេកកាហ្វេក៏ល្អមជុំបង្អែមគុយហွာកោក៏ឆ្ងាញ់ល្អតែស្ករបន្ថែមច្រើនពេកវាជាលើកដំបូងខ្ញុំធ្វើលើកក្រោយខ្ញុំនឹងកែលម្អអ្នកហាត់ធ្វើសម្រាប់ខ្ញុំកុំពាក្យច្រើនហឺបានកាហ្វេទូវិនជៀន មីងសូមានអ្វីមន់ស្លាប់មានសត្វប្លែកខ្មៅជើង6មានស្នែងតូចជោចុះមកខាងក្រោមទៅវាគ្រាន់តែចាំងឡាងមិនខំមនុស្សទេខ្ញុំគេងក្នុងកញ្ចក់រាប់ពាន់ឆ្នាំមិនឃើញសត្វប្លែកមានជើង6បែបនេះទេមិនដឹងថាមានដៃគូផ្សេងទៀតទេបានហើយខ្ញុំនឹងពិនិត្យឲ្យម្ដងទៀតមិនមានអីទេ យប់នេះគ្មានមនុស្សល្អិតទេខ្ញុំធានាអ្នកគេងលើក្រែខ្ញុំនឹងគេងលើសាឡុងមានមនុស្សល្អិតបង្ហាញមកខ្ញុំនឹងរត់មកភ្លាមអ្នកជោគជុំអីនិយាយស្រួលណាស់ 神燕មិនអីទេរាត្រីសួស្ដីរាត្រីសួស្ដីគេងទៅឥឡូវនេះមនុស្សដែលកំពុងអបនាងកាន់កាប់នាងគឺខ្ញុំ
នាងគួរតែជារបស់ខ្ញុំម្នាក់ឯងប៉ុណ្ណោះមីងស្វងខ្ញុំហាក់បីដូចជាចូលចិត្តអ្នកខ្លាំងណាស់ហើយខ្ញុំមិនខ្វល់ថាអ្នករស់យូរប៉ុណ្ណាក៏មិនខ្វល់ថាមុននេះក្នុងចិត្តអ្នកធ្លាប់មាននរណាមកកន្លែងនេះទេខ្ញុំនឹងឲ្យអ្នកដឹងថានេះទេខ្ញុំនឹងឲ្យអ្នកដឹងថាសញ្ញានគឺសញ្ញានមិនមែនសិនចុងទេមីងស៊ូជួយផងត្រជាក់ខ្លាំងណាស់ពួកគេនាំយើងទៅណាខ្ញុំចង់ត្រឡប់ផ្ទះខ្ញុំចង់ត្រឡប់ទៅហွာគួខ្ញុំនឹកស្រមៃទៅហើយសញ្ញាណវត្ថុបុរាណដែលអេហ្គោលួចយកមិនមែនមានតែខ្ញុំទេអ្នកនិយាយអីខ្ញុំដឹងក្លិនសាច់ញាតិដូចគ្នាពួកគេកំពុងត្រូវគេដាក់ឃុំក្នុងប្រអប់ធំងឹតមួយហើយត្រូវគេបិទមន្តស្នេហ៍លើខ្លួនកំពុងត្រូវគេរៀបចំដឹកចេញទៅសញ្ញាណអ្នកត្រូវតែបញ្ឈប់ពួកគេខ្ញុំទៅស៊ើបអង្កេតក្នុង3ថ្ងៃចុងក្រោយនាវាផ្ទុកទំនិញដែលចេញពីអាហ្គូមិនថាម៉ាតផ្លូវការឬខ្សែបោកចោលកុងទឺន័រណាដែលគេសង្ស័យដឹកវត្ថុបុរាណត្រូវរកទីតាំងវាមកឲ្យខ្ញុំអស់ទាំងអស់កុំបារម្ភខ្ញុំសញ្ញានទោះជាអ្នកជំនួញក៏ដោយប៉ុន្តែឈាមខ្ញុំគឺឈាមរបស់ហွာគូខ្ញុំមិនអាចឲ្យបូណៈវត្ថុហွာគូទៅជាសម្បត្តិតិចចោលទាំងនេះបានទេខ្ញុំអាចដឹងថាក្លិនស្មារតីវត្ថុបុរាណទាំងអស់សុទ្ធសឹងស្ថិតនៅក្នុងនេះទាំងអស់ឈប់ដៃហុំត្រឹមតែអ្នក2នាក់នេះក៏ហ៊ានមករកវីរបុរសដែរបងប្អូនទាំងអស់ចូលលើវាខ្ញុំមិនមែនជាមនុស្សអាក្រក់ទេកុំភ័យខ្ញុំមកយកអ្នកទាំងអស់ត្រឡប់ទៅផ្ទះវិញហើយការលក់បន្លំបូណៈវត្ថុកម្ររបស់ហွာគួដល់កម្រិតនេះមិនអាចគ្មានមនុស្សកម្ពុជារបស់ហွာគួបានទេហើយអំណាចក៏មិនតិចទេមិនថាអ្នកនៅពីក្រោយជានរណាក៏ត្រូវស៊ើបអង្កេតឲ្យច្បាស់ទៅនាំពួកគេត្រឡប់ប្រទេសវិញស៊ូសុងព្រឹកទើបរះអ្នកដោះអាវធ្វើម៉េចចង់ចុះហែលទឹកឬបើបូណៈវត្ថុសង្គ្រោះរួចនៅប្រទេសអេខ្ញុំចប់ហើយនាំពួកវាត្រឡប់ទៅហွာគូវិញឆ្នេរសមុទ្រខាងកើតហွာគូមានចម្ងាយរាប់ពាន់ម៉ាយលប៉ុន្តែជាមួយសមត្ថភាពហែលទឹកខ្ញុំ3ថ្ងៃ3យប់អាចដល់ហែលទឹកត្រឡប់ទៅវិញអ្នកគិតថាអ្នកជាព្រះសមុទ្រឬអ្នកមិនស្គាល់យានយន្តសម័យទំនើបទេឬក៏មិនដឹងទេនាវាមនុស្សធម្មតាយឺតពេកខ្ញុំមិនអាចរងចាំទេខ្ញុំមិនអាចរងចាំទេសញ្ញាណអ្នកកំពុងធ្វើអីនេះជាអ្វីនេះហៅថាយន្តហោះផ្ទាល់ខ្លួនវាហោះឡើងអាកាសបានទៅត្រឡប់ផ្ទះវិញសញ្ញាណមើលទៅយើងនៅលើកំពូលពុកហើយនេះគេហៅថាឡើងពុកជិះអាប់ទេប្រយ័ត្នបន្តិចកុំបុកអីលើកក្រោយចាំចងខ្សែសុវត្ថិភាពផងនេះជាច្បាប់របស់យានយន្តសម័យទំនើបជាមួយបុព្វបុរសដៃជើងអស្ចារ្យរបស់អ្នកខ្ញុំសប្បាយចិត្តណាស់ដែលថ្ងៃនោះនៅផ្សារខ្មៅខ្ញុំបានលើកបន្ទះឡើងអ្នកនឹងមិនថាខ្ញុំបែកបាក់ទេឬបើអញ្ចឹងបុរសម្នាក់នេះក៏សប្បាយដូចគ្នាថ្ងៃនោះចេញពីកញ្ចក់មនុស្សដំបូងដែលឃើញគឺអ្នក
ទីនេះខ្ញុំហាក់ដូចជាtừngមកហើយមានដើមឈើនេះអណ្ដូងទឹកនេះហើយថ្មនៅឆ្ងាយនោះក៏សុទ្ធតែស្រួលភ្នែកណាស់អ្នកមកដល់ពិតហើយនេះគឺផ្ទះអ្នកពី1000ឆ្នាំមុនទៅខ្ញុំនឹងនាំអ្នកទៅកន្លែងមួយអ្នកហៅខ្ញុំឲ្យភ្ញាក់តើអ្នកឈ្មោះអ្វីខ្ញុំឈ្មោះ Shen Kong អ្នកនិយាយថាអ្នកមានអ្វីកើតឡើងខ្ញុំអារម្មណ៍បានថាមានកម្លាំងរបស់គាត់មិននៅចិត្តទេឬខ្ញុំត្រូវទៅកន្លែងមួយដើម្បីប្រកាសរឿងមួយទៅណាទៅប្រាសាទពិព័រណ៍លួឌៀនសូមទោសលោកអ្នកទាំងពីរនេះជាប្រាសាទពិព័រណ៍ឯកជនត្រូវមានសមាជិកភាពកាតខ្មៅទើបអាចចូលមើលបានមនុស្សគ្មានទំនាក់ទំនងមិនអនុញ្ញាតចូលបើជាទំនប់រូបរាងលួដែនពិតវិញទេទំនប់លួដែនទើបអ្នកទាំងពីរអាចហៅខ្លួនឯងថាជាអ្នកស្នងបានឬបើអ្នកជាអ្នកស្នងលួដែនមានសមត្ថភាពធ្វើមួយដោយផ្ទាល់ឲ្យខ្ញុំមើលអ្នកមិនសមមើលខ្ញុំធ្វើទេបើធ្វើមិនចេញគឺមិនចេញកុំធ្វើអ្នកមានបទពិសោធន៍ចេញឆាប់ថាប់អ្នករៀនយូរហើយខ្ញុំឲ្យឱកាសបង្ហាញខ្លួនល្អហើយប្រាសាទពិព័រណ៍ធំបែបនេះតើឧបករណ៍កាត់អីមិនច្រេះអស់ម្លេះសូម្បីម៉ាស៊ីនកាត់តូចខ្ញុំយកមកផ្ទាល់ក៏មុតជាងអ្នកហុំទៀតបន្តិចទៀតបើអ្នកធ្វើមិនចេញកុំចោទខ្ញុំឲ្យអ្នកឃ្លាំមើលយកអ្នកទម្លាក់ចេញក្រៅខ្ញុំមើលកម្រិតនេះក៏មិនអីអ្វីទេអ្នកនៅតែនេះមិនអាចជឿបានទេមាននរណាអាចធ្វើរួចលឿនបែបនេះពិតជាអ្នកទាំងអស់គ្នាលាក់វាមុនហើយលោកគឺជាម៉ាងស្វាងកញ្ញាមែនទេមនុស្សចាស់ដូចខ្ញុំទន្ទិញរង់ចាំលោកអ្នកមកដល់ថ្ងៃនេះបានហើយម៉ាងស្វាងកញ្ញាគ្រួសារជូបានរង់ចាំអស់1000ឆ្នាំចុងក្រោយក៏បានជួបលោកអ្នកវិញរូបនេះគ្រួសារហ្សូបានរក្សាទុកមកតាមជំនាន់ជាពាក្យបន្សល់ទុករបស់ជូមីងសានសិស្សលោកបុព្វបុរសខ្ញុំស៊ិនយ៉ានកូនចៅគ្រួសារហ្សូរាល់ជំនាន់បានរួមគ្នាការពារនិងរង់ចាំកញ្ញាមីងឈ្វងត្រឡប់មកសង្គ្រោះមរតកលូដេនអ្នកជាចៅចុងឆាវសានស៊ីសូមចូលមកអរគុណកញ្ញាមីងឈ្វងអូយមើលទៅចាស់សម្អាតបង្គន់ម្នាក់កំពុងសម្ដែងរឿងល្ខោនជាមួយមនុស្សពីរនាក់នេះវិញអ្នក3នាក់ចង់ក្រងរឿងមុនហើយមែនទេពីអស់សំណើចនេះទៅយកមកពីតូបលក់សៀវភៅយូឌីហើយអ្នកត្រូវបានបោះចេញហើយឥឡូវនេះចេញទៅភ្លាមហូរមនុស្សត្រូវបណ្ដេញចេញគួរតែជាអ្នកទើបត្រូវតែអ្នកក៏ហ៊ានបណ្ដេញខ្ញុំទេអ្នកគិតថាខ្លួនឯងជានរណាលោកចៅមិនទាន់ប្រាប់អ្នកទេថានេះគឺលោកស៊ិនយ៉ានប្រធានក្រុមហ៊ុនស៊ិនបច្ចុប្បន្នសាលមន្ទីរលួឌៀននេះជាទ្រព្យឯកជនគ្រួសារស៊ិនន័យថាលោកស៊ិនគឺជាម្ចាស់របស់អ្នកគឺជាស៊ិនលោកស៊ិនប្រធានក្រុមហ៊ុនស៊ិនខ្ញុំមិនត្រឹមតែបណ្ដេញអ្នកទេខ្ញុំនឹងឲ្យអ្នកចូលគុកលើកលែងពីបទលួចវត្ថុបុរាណផងអ្នកបានលក់វត្ថុបុរាណលួដៃអែនទៅប្រទេសអេបង្ហាញថាវត្ថុទាំងអស់នៅក្នុងសាលមន្ទីរនោះគឺคล้ายអ្នកស្រមៃថាខ្ញុំមិនដឹងអំពីបេតិកភណ្ឌបុព្វបុរសទេឬហេតុអ្វីវត្ថុបុរាណទាំងនោះអាចធ្លាក់ចូលដៃមនុស្សប្រទេសអេបានជាការធ្វើបាបមិនអីទេវត្ថុបុរាណទាំងអស់យើងយកត្រឡប់មកប្រទេសវិញហើយមិនអាចទៅរួចទេ
តើអ្នកគ្របឃើញហើយយកវាត្រឡប់មកវិញបានដូចម្ដេចសូមកុំធ្វើអីទេលោកសេនជូងខ្ញុំជាអ្នកធ្វើពិតសូមអភ័យទោសម្ដងទៀត沈总，កញ្ញាមីងស្វាងត្រឡប់មកវិញពិតជាល្អណាស់នេះជាវត្ថុដែលគ្រួសារជើយើងបានរក្សាទុក1000ឆ្នាំអ្នកតែងស្នាក់នៅទីនេះការពារសេនខុងរហូតដល់ពេលនេះរឿងមួយខ្ញុំបានចាប់អារម្មណ៍ពីប៉ុន្មានឆ្នាំមុនគឺឥឡូវនេះនៅលើទីផ្សារមិនមានឈើយាយកុងប៉េសម្រាប់ធ្វើក្បាច់លូឌៀនកម្រិតកំពូលទៀតអ្នកគុតគង់តាមតំបន់ឆ្នេរក៏បញ្ឈប់គង់តាមតំបន់ឆ្នេរក៏បញ្ឈប់គុតគង់ហើយយ៉ោសេរ៉ុងមិនអើពើទេបន្ទោសថាខ្ញុំចូលក្បាលរឿងគេឥឡូវវត្ថុធាតុដើមត្រូវបានកាត់ផ្ដាច់សន្និដ្ឋានមិនខុសយើងទៅសមុទ្រខាងកើតទីនេះខ្ញុំចាំបានថាខាងមុនរុងរឿងណាស់ហេតុអ្វីคล้ายជាស្ថានភាពបែបនេះរយទាំងអស់គ្នាត្រូវបានយកហូរដោយអ៊ូស្មានអារ៉ាហើយប្រកបណាស់ប្រភពនៃអូរ៉ាអារ៉ាស្ថិតនៅក្នុងភ្នែកសមុទ្រជ្រៅសត្វអាក្រក់ដែលខ្ញុំបិទ1000ឆ្នាំមុនហេតុអ្វីបានជាវាឡើងភ្ញាក់វិញគ្រោះថ្នាក់ណាស់អ្នកនឹងដោះស្រាយយ៉ាងម៉េចខ្ញុំអាចហៅកងនាវាមួយទឹកនិងក្រុមសង្គ្រោះភ្លាមប៉ុន្តែអាវុធធម្មតាមិនអាចធ្វើអ្វីបានទេវានឹងធ្វើឲ្យមានអ្នករងរបួសនិងស្លាប់ច្រើនទៀតដូច្នេះតែខ្ញុំប៉ុណ្ណោះត្រូវចុះទៅមើលផ្ទាល់ខ្ញុំនឹងចុះជាមួយអ្នកខ្ញុំនឹងចុះទៅជាមួយអ្នកនៅទីនេះរងចាំកុំភ័យការបិទមេធ្នឹមកូរ៉ានត្រូវបានបំបែកវិញមនុស្សសាហាវនោះបានចេញមកម្ដងទៀតហើយអាក្រក់ហើយការខូចខាតអ្នកបង្កធំពេកខ្ញុំមិនទាន់ចប់ចាក់មុនទេសញ្ញាអ្នកឈួតហើយឬចុះមកធ្វើអ្វីលឿនឡើងវិញអ្នកនឹងស្លាប់លឿនបិទមេហុកវិញមីងអ៊ំអ្នកភ្ញាក់ឡើងទៅសូមខ្ញុំសុំបន្តិចសូមបើកភ្នែកមើលខ្ញុំម្ដងមិនមែនអ្នកជាព្រះដែរសោតើអ្នកមិនមែនរស់លើសពាន់ឆ្នាំហើយសោអ្នកមិនអាចស្លាប់ងាយបែបនេះទេមីងមីងស៊ូអ្នកភ្ញាក់ហើយមានអារម្មណ៍ដូចម្ដេចខ្ញុំនឹងទៅហៅវិជ្ជបណ្ឌិតគុំទៅសិនឲ្យសេនយ៉ាននៅជាមួយខ្ញុំបន្តិចខោអាវអ្នកជ្រាបទឹកសមុទ្ររយពាក់បន្តកាន់តែត្រជាក់ខ្ញុំទៅយកខោអាវស្ងួតឲ្យអ្នកបដូរអ្នកអាចគូរដោយខ្លួនឯងបានទេគូរឲ្យរួចហើយបង្រៀនខ្ញុំម្រាមដៃប្រាជ្ញាខ្ញុំមិនស្ដាប់ទេអ្នកបិទភ្នែកទៅខ្ញុំនឹងជួយអ្នកលើកនេះតែម្ដងប៉ុណ្ណោះសេនយ៉ានស្ងៀមទៅក្តៅឡើងសិនមុននិយាយ
ក្តៅឡើងបន្តិចហើយឬនៅអ៊ំអញ្ចឹងក៏ល្អបិទភ្នែកដេកទៅខ្ញុំនឹងយាមនៅទីនេះពេលអ្នកភ្ញាក់ឡើងនៅតែត្រជាក់ទេតើអ្នកឈឺក្បាលឬអត់តើអ្នកចង់ផឹកទឹកទេឈិនយ៉ានអ្នកស្នាក់នៅយប់អ៊ំខ្ញុំខ្លាចអ្នកត្រជាក់កណ្ដាលយប់វិញខ្ញុំជំពាក់អ្នកមួយដងហើយយកកុំថាមិនជំពាក់អីទេខ្ញុំទៅដុតទឹកក្តៅមកឲ្យអ្នកគ្រាន់តែដេកសម្រាកកុំរវល់ចលនាយូនហ្វងអូននៅឯណាអ្នកឈួតរបួសអ្នកមិនសះស្បើយទេកុំបង្ខំប្រើអំណាចបំលែងសមុទ្រត្រឡប់ទៅវិញនេះជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាវិញ្ញាណបេមូរ៉ាជ្រៅសមុទ្រសញ្ញាចេញទៅខ្ញុំបាននិយាយហើយថានៅឯណាមានអ្នកខ្ញុំនឹងស្ថិតនៅទីនោះបើមិនអាចបញ្ឈប់អ្នកបានទេនោះខ្ញុំនឹងនៅជាមួយអ្នកដោយការអរគុណខ្យល់និងព្រះច័ន្ទខ្លាចជាខ្ចីខ្ចង់មិនមានដែនកំណត់沈夜អរគុណដែលនៅជាមួយខ្ញុំទូរស័ព្ទផុតថាមពលហើយសិនយ៉ានមើលលំនាំនេះម្ដងបែរមកកម្រិតនេះកើតឡើងបានតែក្នុងសមុទ្រដ៏បរិសុទ្ធបំផុតប៉ុណ្ណោះសិនយ៉ាមកនេះមកចិត្តខ្ញុំនឹងបង្រៀនអ្នកឲ្យធ្វើលូឌៀនពិតប្រាកដឲ្យបានល្អបេមុខគឺជារូបកាយសមុទ្រសម្រស់នាងកើតពីលោកខ្យល់បំលែងឲ្យคล้ายជាព្រឺព្រាតសិនយ៉ានអើយអ្នកត្រូវស្រឡាញ់សមុទ្រនេះជាមុនសិនទើបអាចបង្កើតលូឌៀនដែលមានព្រលឹងពិតប្រាកដយើងអាចនៅទីនេះបន្តទៀតបានទេខ្ញុំមិនចង់ត្រឡប់ទៅផ្ទះចាស់វិញទេបានហើយបើអ្នកនៅទីនេះខ្ញុំនឹងបង្រៀនឲ្យអ្នករៀនលូឌៀនឲ្យជ្រៅជ្រះអស់ចិត្តរាប់ពាន់ឆ្នាំមកមានមនុស្សគោរពខ្ញុំមានមនុស្សភ័យខ្លាចខ្ញុំប៉ុន្តែមិនដែលមាននរណាហ៊ានចំណាយពេលចម្លាក់ខ្ញុំលម្អិតបែបនេះសិនយានអ្នកចុងក្រោយមានសិទ្ធិខ្លាយជាមនុស្សសមស្របជាអ្នកស្នងរាជឲ្យលូឌៀនតែគ្រាន់តែជាជំនាញមុខរបរខ្ញុំក៏រៀបចំអំណោយភ្ញាក់ផ្អើលមួយទៀតឲ្យអ្នកដែរលូឌៀនគឺជារ៉ូមែនទិករបស់សមុទ្រផ្ទុះភ្លើងជារ៉ូមែនទិកមនុស្សនាងស្វាងចូលចិត្តទេខ្ញុំចូលចិត្តខ្ញុំមានអ្វីចង់ប្រាប់អ្នកអ្វីដែរបាំងស្វាងខ្ញុំមិនចង់ជាមនុស្សគ្រាន់តែបន្តលូឌៀនទេខ្ញុំចង់អ្នករៀបការជាមួយខ្ញុំមានអ្វីលោកសិនមានរឿងធំកើតហើយប្រធានប្រទេស A បានបញ្ជូនឯកសារផ្លូវការទៅអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌អន្តរជាតិពួកគេអះអាងថាលូឌៀនមានប្រភពកំណើតពីប្រទេស A ចង់ដាក់ពាក្យមរតកវប្បធម៌មិនអាចចាប់យកបានជាមុនគេគិតទៅវិញពួកគេមិនសមស្របទេយើងត្រូវរហ័សជាងប្រទេស A មុនពួកគេឆក់សិទ្ធិមរតកវប្បធម៌អរូបីត្រូវបង្កើតស្នាដៃអាចប្រឈមពួកគេទើបអាចការពារទីតាំងស្របច្បាប់ប្រទេសហ្វាកូលើឆាកអន្តរជាតិអ៊ំយើងត្រឡប់ទៅយ៉ាងជើវិញអ្នកមុននេះទើបនឹងចង់និយាយអ្វីមួយគ្មានអីទេទុកពេលក្រោយនិយាយក៏បាន没什么，以后再说。អាក្រក់ណាស់មុំកំបិតមួយនេះមិនត្រឹមត្រូវសោះតើហេតុអ្វីមិនអាចកែឲ្យត្រូវបានសម្ភារៈបេម៉ូថ្នាក់កម្ពុជារបស់លោកសិនទី3ត្រូវអ្នកបំផ្លាញបែបនេះអ្នកចង់ឲ្យទ្រព្យសម្បត្តិក្រុមគ្រួសារទាំងមូលត្រូវកាត់បាត់ថ្ងៃនេះឬស្វាងខ្ញុំមិនចាប់អារម្មណ៍ទេ
តែមានអារម្មណ៍ដូចមានខ្យល់មួយកម្លាំងរារាំងចុងកាំបិតមើលទៅលឿនពេកកាំបិតធម្មតាមិនសូវមានស្ថិរភាពទេអ្នកមិញយប់មិញមិនទាន់ដេកទេខ្ញុំសម្រាកបាន3ម៉ោងប៉ុណ្ណោះច្បាប់ដែលអ្នកកំណត់ខ្ញុំមិនហ៊ានបំពានបើគាត់នៅបន្តបែបនេះទៀតដើមមិនទាន់ចប់មនុស្សនឹងដួលសន្លប់មុនត្រូវឲ្យគាត់យល់ថារ៉ូឌៀនប្រើចិត្តមិនប្រើជីវិតធ្វើឲ្យស្រាចិត្តទៅស្មារបស់អ្នករឹងដូចថ្មស្វាល់បើសិនថ្ងៃស្អែកខ្ញុំមិនអាចកាត់អក្សរដែលអ្នកពេញចិត្តបានទេអ្នកនឹងខកចិត្តខ្លាំងលើខ្ញុំទេបានឃើញសិនចុងខប្រើពេលមួយ3500ដុំចំណាយមួយឆ្នាំកាត់អក្សរដំបូងមួយដែលគេយល់ព្រមទទួលអ្នកទើបចាប់ផ្ដើមរៀនបានប៉ុន្មានថ្ងៃប៉ុណ្ណោះដូច្នេះខ្ញុំមិនមកដើម្បីបន្ទោសអ្នកទេតែមកប្រាប់អ្នកថាថ្ងៃស្អែកបើអ្នកកាត់អក្សរដំបូងដែលធ្វើឲ្យខ្ញុំពេញចិត្តនោះខ្ញុំនឹងអនុញ្ញាតឲ្យអ្នកសម្រាប់ពាក់កណ្ដាលថ្ងៃបើកាត់មិនបានកាត់បន្តទៅរ៉ូឌៀនបន្តមកពាន់ឆ្នាំមិនមកបញ្ចប់ក្នុងមួយថ្ងៃទេช่วงសូមអរគុណអ្នកតែព្រឹកកុំឲ្យត្រជាក់ពេកក៏កុំយឺតពេកដែរช่วงខ្ញុំកាត់ហើយយកមើលអក្សរនេះមែនអក្សរដែលអ្នកចង់ឲ្យខ្ញុំកាត់ទេមើលទៅអាចត្រាំបានតែបន្តិចបន្តួចប៉ុណ្ណោះខ្ញុំក៏បង្ខំខ្លួនឯងអស់3យប់ដែរចំពេលរ៉ូឌៀនបន្តមកពាន់ឆ្នាំការខិតខំអស់3យប់មិនដេកមិនញ៉ាំនេះគ្រាន់តែជាការអត់ធ្មត់ដែលអ្នករៀនវិជ្ជាត្រូវមានប៉ុណ្ណោះគាត់សម្លឹះមិញយប់មិញនៅសុខស្រួលប្អូនស្រីអ្នកកាន់តែអស់កម្លាំងទៅហើយខ្ញុំមានអារម្មណ៍ថាសម្រស់អ្នកកំពុងរលាយបាត់ស្ងាត់អ្នកចាប់ផ្ដើមបើកចិត្តហើយយកចាប់ផ្ដើមមានសេចក្តីស្រឡាញ់ហើយយករាងកាយនេះឆាប់ធូរនឹងជារបស់ខ្ញុំសាំយេក៏ដៃត្រូវធ្វើឲ្យស្រាបែបនេះតឹងពេកហើយយល់ស្វល់ថ្ងៃនេះអ្នកអស់សំណើចណាស់ហេតុអ្វីថ្ងៃនេះអ្នកមិនស្រឡាញ់ខ្ញុំទេថ្ងៃនេះអ្នកមើលទៅប្លែកទៅតើអ្នកមិនសូវសុខសប្បាយទេសាមជូអត់បារម្ភទេគ្រាន់តែមានអារម្មណ៍ថាថ្ងៃធម្មតាខ្ញុំតឹងរឹងពេកចំពោះអ្នកថ្ងៃនេះចង់ល្អចំពោះអ្នកប៉ុន្តែជាងញឹងស្វងមិនដែលមានមនុស្សមកចិត្តដល់បែបនេះទេពេលគាត់បង្រៀនគាត់ប្រើដំបងឈើនិងបន្ទះទោសមុខត្រជាក់ស្ងៀមហើយក៏ចោដៃគាត់ម្សិលមិញមិនមែនពណ៌នេះស្វងអ្នកម្សិលមិញនិយាយថាអក្សរសាស្ត្រនោះមើលបានតែប៉ុណ្ណោះថ្ងៃនេះខ្ញុំចាក់អក្សរឡើងវិញមួយផ្នែកអ្នកមើលឲ្យថាមុខជាដាវត្រឹមត្រូវទេអ្នកចម្លាក់ខ្ញុំមើលទៅមានអីបន្ទាន់ទៅចុងក្រោយរាងកាយអ្នកក៏ជារបស់ខ្ញុំលើកដៃឲ្យខ្ពស់មកចូលលំអៀងកន្លះអ៊ីងការងារទាំងនេះបោះចោលសញ្ញាមកនេះស្វាងថ្ងៃដែលយើងជួបគ្នាលើកដំបូងអ្នកចាំទេថ្ងៃនោះអ្នកផឹកអីសាំងប៊ីនមែនទេមនុស្សធម្មតារបស់អ្នកមិនចូលចិត្តផឹកវាទេហើយលើកដំបូងដែលបានជួបគ្នាមិញស្វាងលេបស្រារបស់ខ្ញុំរយក៏ក្អួតចេញវិញគាត់និយាយថារសជាតិហឺរឹងឆេះច្រមុះមិនអាចលេបបានដូច្នេះគាត់មិនផឹកសាំបាញ់ឡើយយកអ្នកមិនមែនជាគាត់ទេត្រីយេកំពុងនិយាយអីបើខ្ញុំមិនមែនជាស្វងរបស់អ្នកទេនោះខ្ញុំជាអ្នកណាសូមបង្រឹកការប្រូបកាយនេះឲ្យគាត់វិញ
មិនមែនមីងស៊ួងទេអ្នកជានរណាត្រូវបានរកឃើញហើយឬឈិនសានយីឆ្លាតជាងដែលខ្ញុំគិតបន្តិចមួយ បានធ្វើអ្វីមីងស៊ួងនាងដេកហើយឥឡូវរាងកាយនេះជារបស់ខ្ញុំចេញទៅនេះជារាងកាយរបស់បុប្ផាស្ថាននេះខ្ញុំចិត្តមិនអាចទប់គាត់បានទៀតហើយតើចុងក្រោយមានអ្វីកើតឡើងអ្វីនោះជាអ្វីគ្រាន់តែបំពេញក្នុងការបង្កើតកាយវិការបង្កើតមោខៈក្នុងចិត្តប៉ុណ្ណោះមិនមានអ្វីធ្ងន់ធ្ងរទេអ្នកកំពុងបោកខ្ញុំវានឹងចូលកាន់កាប់រាងកាយអ្នកបាញ់ខ្ញុំឲ្យហើរឆ្ងាយរឿងបុរាណនេះអ្នកកុំបារម្ភទេល្អបងនិយាយខ្ញុំជឿទាំងអស់បងស្ងៀមខ្ញុំនឹងសូត្រដោយខ្លួនឯងវិញ្ញាណពីរជារង្វង់ស្មើគ្នាបើចិត្តរអិលរំខានរង្វង់នោះត្រូវស្រួចតូចដឹងហើយថាជាខ្ញុំបង្កឡើងគាត់ចិត្តរំភើបទើបបណ្ដាលឲ្យទ្រូយភ្ញាក់ឡើងវិញជាខ្ញុំដែលធ្វើឲ្យគាត់រងគ្រោះខ្ញុំនឹងស្វែងរកវិធីបំបែកអ្នកទាំងពីរឲ្យបានច្បាស់លាស់តែនយានអ្នកមើលមុខត្រជាក់នោះរាល់ថ្ងៃរាល់យប់មិនធុញអីទេគាត់គ្រាន់តែបង្ខំឲ្យអ្នកចាំអតីតកាលគាត់មិនមានបំណងអ្វីទៀតទេតែបំពេញកិច្ចសន្យាពី1000ឆ្នាំមុនមនុស្សដែលយល់អ្នកពិតទីមានតែខ្ញុំប៉ុណ្ណោះមើលសភាពអ្នកបែបនេះខ្ញុំអស់សំណើចណាស់អ្នកហ៊ានប៉ះគាត់មើលកញ្ញាមិញហួងនេះជារបស់គ្រួសារហ្សូបានរក្សាទុករយៈពេល1000ឆ្នាំលើវាបានកត់ត្រាពិតប្រាកដអំពីជីងលេងវិធីបំបែកព្រលឹងពីរគឺឲ្យវិញ្ញាណស៊ុយឈីលីងយល់ព្រមបោះបង់កន្លះស្មារតីអាចបណ្ដេញព្រលឹងអាក្រក់ចេញតែអ្នកនឹងខ្សោយជារៀងរហូតអាយុកាលកាត់បន្ថយកន្លះមិនបន្លំរាងកាយទទួលព្រះគុណទេតែពីនេះទៅខ្សោយអាយុកាលកាត់បន្ថយកន្លះគ្រាន់តែឲ្យខ្ញុំអស់កម្លាំងយឺតរហូតដល់ថ្ងៃឈិនយ៉ាងខ្លាចជាអ្នកតែជាអ្នកជីឆឹងហ្វេយីពិតប្រាកដថ្ងៃនោះក៏មានតម្លៃរកបានវិធីហើយមិនលំបាកទេល្អពេកចង់បំបែកខ្ញុំចាំបើគាត់ស្លាប់មុនសិនសញ្ញាណយប់នេះនៅជាមួយខ្ញុំនិយាយបន្តិចសូមអរគុណដែលបានដើរជាមួយខ្ញុំមកដល់ទីនេះអ្នកបាននិយាយថាចង់រៀបការជាមួយខ្ញុំបន្ទាប់ពីសិនអ៊ីបន្ទាប់មកយើងក៏អ្នកត្រឡប់ទៅមុនសិនសួរ
ช่วងได้អ្នកសក់អ្នកការដាក់ពាក្យហ្វេយីសំខាន់ជាងនេះហៅថារឿងតូចមែនទេអ្នកដឹងទេថាអ្នកកំពុងលងលេចបាត់បង់បន្ទាប់ពីដាក់ពាក្យអុយហ្វេយីរួចនាំទៅសមុទ្រខាងកើតស្វែងរកវិធីស្ដារឡើងវិញអ្នកមិនបាត់បង់ទេអ្នកសន្យាជាមួយខ្ញុំទេល្អខ្ញុំនឹងសន្យាអ្នកសូមទោសខ្ញុំប្រហែលជាមិនអាចរងចាំទៀតមិនដល់2 ខែទេថ្ងៃផុតកំណត់សិនអ៊ីគឺជាពេលដែលខ្ញុំនឹងរលាយបាត់ស្វងសក់អ្នកកុំភ័យខ្លាចពេកបុរាណនេះរស់មកពាន់ឆ្នាំរយសក់បដូរបន្តិចមានអីប្លែកកុំលួចបោកខ្ញុំអ្នកកំពុងរលាយបាត់មែនទេការបំបែកជូវាបានបំផ្លាញដល់បូរេប្រភពហើយខ្ញុំមិនអាចអស់លើសពី2 ខែទេ2 ខែគឺត្រូវគ្នានឹងថ្ងៃផុតកំណត់របស់សិនអ៊ីក្នុងរយៈពេល2 ខែនេះសូមបង្រៀនឲ្យខ្ញុំស្រូបយកចំណេះដឹងអ្នកអស់ទាំងស្រុងសិនសានយីគង់ជង្គង់ដោយមិនខ្វល់កិត្តិយសឡើយមិនខ្លាចអស់មុខមាត់ទេមុខមាត់មានតម្លៃអីបើគ្មានខ្ញុំទៀតហើយសិនយ៉ានជារូបកាយទទេនៅសល់ដង្ហើមប៉ុណ្ណោះក្នុង2 ខែនឹងស្រូបយកល្បិចនិងជំនាញអ្នកឲ្យអស់នៅថ្ងៃដាក់ពាក្យឲ្យបេតិកភណ្ឌខ្ញុំនឹងបង្ខំពិភពលោកឲ្យជង្គង់មើលលូទៀនហួាគួរឲ្យជង្គង់មើលលូទៀនហួាគួរចាប់ពីថ្ងៃនេះទៅមួយថ្ងៃគេងបានត្រឹម3 ម៉ោងបើមិនប្រឡងបាន300ផ្ទាំងគុំគិតឈប់រៀនមួយបំណែកគិតថ្លៃមួយបើសុំបន្ថែមមេរៀនត្រូវបន្ថែម10បើយំក៏មិនជួយអ្វីទេយឺតមិនជួយអស់កម្លាំងមិនជួយសូម្បីស្លាប់ក៏មិនអនុញ្ញាតឲ្យឈប់ចាប់ហាត់ទៅឯងឈិនយ៉ានឯងពិតជាចង់ហាត់អាក្រក់បែបនេះមែនទេខ្ញុំមិនអាចពន្យាទៀតបានទេ2 ខែវែងពេកខ្ញុំចង់ឲ្យអ្នកទាំងពីរបាត់បង់អស់ក្នុង2 សប្តាហ៍ប៉ុណ្ណោះក្នុង2 សប្តាហ៍ប៉ុណ្ណោះមកទៀតលើកកែងដៃឲ្យខ្ពស់3 អ៊ូងកាន់កាំបិតរូបរាងដូចអ្នកកាប់ឈើស្វងខ្ញុំធ្វើបានល្អមួយផ្ទាំងក៏រំភើបលោតភ្លាមមកត្រូវធ្វើបន្ថែមទៀត95 4 ផ្ទាំងnữaទើបគាត់កាន់តែស្រដៀងសិនខុងទេគាត់ខុសពីសិនខុងទៀតសិនខុងរស់សម្រាប់បន្តមរតកប៉ុន្តែក្នុងពេលដែលគាត់វិញទៅស្លាប់សម្រាប់ខ្ញុំមនុស្សប្រភេទនេះតាមលីដេស៊ីតមិនគួររអិលចិត្តទេប៉ុន្តែហេតុអ្វីបានជាបេះដូងឈឺខ្លាំងបែបនេះ100បំណែកទៀតហេតុអ្វីបានជាខ្ញុំធ្វើមិនបានចិត្តមិនស្ងប់កាំបិតក៏មិនអាចឈរមាំអ្នកកំពុងភ័យអ្វីភ័យថាអ្នករងចាំមិនដល់ថ្ងៃដែលខ្ញុំរៀនបានគ្រាន់តែចាត់វាជាមារវិញ្ញាណរបស់អ្នករួយបន្តហាត់ទៅកុំប៉ះពេលវេលារបស់ខ្ញុំទាន់ហើយវាមិនមែនទៅបាត់ប៉ុន្មានថ្ងៃទេដុសមកវិញមិនបានទេអ្នកដឹងមុនហើយមែនទេហេតុអ្វីមិននិយាយហេតុអ្វីមិនប្រាប់ខ្ញុំបើប្រាប់អ្នកនឹងរំខានហើយរៀនមិនចូលបើមិនរៀនធ្វើលូអូឌៀនផ្ការបស់ប្រទេសផ្កាបានទេនោះវាផុតខ្សែពូជហើយដូច្នេះរាល់ពេលអ្នកកាន់ដៃខ្ញុំឲ្យមិនញ័ររាល់ពេលអ្នកប្រើកម្លាំងវិញ្ញាណណាមខ្ញុំអ្នកកំពុងចាយជីវិតខ្ញុំរស់បានពាន់ឆ្នាំហើយ
បានឃើញជីវិតនឹងស្លាប់ជារឿងធម្មតាប្រើកម្លាំងវិញ្ញាណនៅចុងក្រោយបន្តិចឲ្យអ្នកស្នងមរតកបានក៏គ្រប់គ្រាន់ហើយយោខ្ញុំគ្រាន់តែចង់ឲ្យអ្នករស់ទោះលំបាកក៏បានហើយប្អូនស្រីល្អរបស់ខ្ញុំអ្នកមើលទៅអាក្រក់មែនទែនណាស់ត្រឡប់ចូលស្នាមបិទវិញទៅក៏ស្នាមបិទកាចនោះមិនអាចបង្កបាបខ្ញុំបានយូរដែរផ្ទេរខ្លួនមកខ្ញុំនឹងទុកឲ្យគាត់រស់បើអ្នកប៉ះឆេញយ៉ានតែបន្តិចខ្ញុំនឹងបំផ្លាញវិញ្ញាណអ្នកអស់មិនសល់ប្រាជ្ញាដើមអ្នកនៅសល់3ភាគប៉ុណ្ណោះត្រាំឈរចិត្តអស់កម្លាំងហើយយោអ្នកមានអ្វីមកប្រយុទ្ធជាមួយខ្ញុំគិតថានឹងអាចដាក់ខ្ញុំចុះដូច1000ឆ្នាំមុនទៀតឬភាពល្អរបស់អ្នកគឺជាចំណុចខ្សោយគួរឲ្យសើចចុះសូម្បីបើខ្ញុំដុតផុតធម្មពលខ្ញុំក៏មិនឲ្យអ្នកប៉ះសក់គាត់ទេឈួតអ្នកហ៊ានប្រើធម្មពលដើមកំណើតប្រយុទ្ធប្រឆាំងខ្ញុំបានព្រមានហើយបើឯងប៉ះពាល់គាត់ខ្ញុំនឹងអូសអ្នកឲ្យរលាយបាត់ទៅជាធូលីជាមួយខ្ញុំនិយាយមកឈ្វងើឲ្យអ្នកមានអីកុំធ្វើឲ្យខ្ញុំភ័យយើមិនអីដូវគ្រាន់តែសុបិនអាក្រក់មួយប៉ុណ្ណោះថ្ងៃសិនយីនឹងជាថ្ងៃដែលអ្នកទាំងពីរបែកបាក់ជារៀងរហូតវិញ្ញាណតទេស្មារតីដែលខ្យល់បក់ចិត្តដោយព្រះចន្ទ្រាឲ្យរត់ឆ្ងាយពីខ្ញុំឈ្វងើការបង់តម្លៃបិទជើងអ្នកនឹងមិនប៉ះពាល់អ្វីទេហោះរំកិលសន្សំកម្លាំងល្អខ្ញុំនឹងអោបអ្នកទៅណាក៏ខ្ញុំនឹងអោបអ្នកទៅខ្ញុំត្រាំបានកុំរំកិលច្រើនទេកុំចាយកម្លាំងវិញ្ញាណច្រើនសញ្ញាអ្នកកាន់តែស្រដៀងគាត់ទៅរៀងរាល់ថ្ងៃស្រដៀងនរណាមនុស្សដែលខ្ញុំបានអង្វររក្សាទុករយៈពាន់ឆ្នាំនោះគឺនរណាសិនចុងខាងប្រទេសចាប់ផ្ដើមវាយប្រហារក្រុមហ៊ុនសិនឈឺទូទាំងអាស៊ីប្រធានភាពប្រកាសថានឹងបំផ្លាញយើងឲ្យខ្ទេចមុនថ្ងៃសិនយីបញ្ជាឲ្យគាត់ប្រមូលប្រាក់សាច់រក្សាបណ្ដាញវត្ថុធាតុដើមលួឌៀមបន្ថែមទៀតខ្ញុំនឹងសហការជាមួយសារព័ត៌មានអន្តរជាតិបញ្ចេញភាពយន្តឯកសារអំពីមរតកពាន់ឆ្នាំគ្រួសារសិនមួយសប្តាហ៍មុនសិនយីសិនសាញ់យីសង្សារតូចអ្នកចិត្តអស់ហើយយោសោកស្ដាយយើរងចាំឲ្យនាងស្លាប់សិនពេលនាងស្លាប់ម៉ូឌៀនហ្វេយីនឹងក្លាយជារបស់ប្រទេសរបស់យើងប្រធានផារងចាំឲ្យខ្ញុំបង្ខំអ្នកឲ្យជង្គង់មើលព្រះវិជ្ជបណ្ឌិតពេលវេលាខ្លីហើយយកតាមវិធីធម្មតាអ្នកមិនអាចយកវាបានទេតាថងបៃជីងធូខ្ញុំនឹងបង្រៀនអ្នកបច្ចេកទេសសម្ងាត់ចុងក្រោយយោស៊ីនឈឿទាលោកខ្ញុំនឹងចាក់សិនឈឺរបស់ខ្ញុំចូលខួរក្បាលអ្នកពេលសិនឈឺចាក់ចូលហើយអ្នកហាមសួរពាក់ព័ន្ធតម្លៃទាំងស្រុងអ្នកអាចឆ្លើយបានតែហ៊ានឬមិនហ៊ានប៉ុណ្ណោះខ្ញុំហ៊ានបើអ្នកបំបែកខ្ញុំជាបំណែកជ័យខ្ញុំក៏ហ៊ានបិទភ្នែកសម្រាប់ឲ្យស្រួលបើកចំហឲ្យសិនឈឺរបស់ខ្ញុំចូលទៅ
就是。 មានអីទៅនឹងជីវិតខ្ញុំចែកឲ្យអ្នកពាក់កណ្ដាលគ្រាន់តែប៉ុណ្ណោះរងចាំឲ្យខ្ញុំបញ្ចប់ស្នាដៃនេះសិនបន្ទាប់មកអ្នកត្រូវរៀបការជាមួយខ្ញុំឈប់បន្ទះពេមូទី3មុំលេខពាក់កណ្ដាលភ្លោះបានរួចហើយនេះជាការងារដំបូងរបស់អ្នកដែលឆ្លងស្តង់ដារស្វងខ្ញុំរៀនបានហើយហេតុអ្វីវាអាចធ្វើទៅបានហេតុអ្វីវាជារូបនេះប្រាថ្នាដើមរបស់អ្នកនៅសល់មិនដល់3ភាគទេយំអ្វីទោះបីខ្ញុំសល់តែ1ភាគបង្រៀនអ្នកក៏លើសលប់ហើយត្រូវមានវិធីលោកឈិនលោកកំពុងស្វែងរកអ្វីសូមវិធីពីគាត់ត្រូវមានវិធីបន្ថែមប្រាថ្នាដើមរបស់ជីលីងក្នុងបានបុរាណគ្រួសារឈិនសរសេរថាប៉ាហ៊ូឡូទៀនប៉ោឆាំងហွာជីងបើបំពេញគ្រាប់ពេមូដែលបាត់ឲ្យគ្រប់នឹងអាចភ្ជាប់នឹងឥទ្ធិពលធម្មជាតិផែនដីនិងមេឃបន្ថែមអាយុកាលឲ្យជីលីងបើបំពេញកញ្ចក់ឲ្យពេញគ្រាប់ពេមូចុងក្រោយដែលបាត់បង់100ឆ្នាំមុនត្រូវបានលក់ទៅផ្សារខ្មៅប្រទេសអារហូតមកទល់ពេលនេះមិនទាន់ដឹងទីតាំងប្រទេសអាទើបបានដឹងថាគ្រាប់ពេមូចុងក្រោយលេចឡើងនៅផ្ទះលក់លើផ្សារខ្មៅប្រទេសអាកាលពី3ថ្ងៃមុនកក់សម្បុត្រយន្តហោះឥឡូវនេះជាន់ក្រោមទី3គ្រាប់ពេមូនោះមានក្លិនឈីរបស់ខ្ញុំគ្រប់ហើយការងារលើសសល់ប្រាប់ឲ្យខ្ញុំធ្វើឯងតម្លៃចាប់ផ្ដើម$500,000អាមេរិក$1 million. មិនចាំបាច់ថតរូបទេនោះមិនមែនជារបស់អ្នកទេសងមកវិញមានអីកើតឡើង Thank you for the hospitality បំណែកបានយកមកហើយរឿងរបស់ប្រធានបកឈិនសាន់យីនាំម៉ូតត្រឡប់មកវិញអ្នកសាកមើលម្ដងលីនលីបានឆ្លើយតបហើយយោសិនយានបុណ្យស្នាក់នេះអាចដើរវិញបានហើយសូមស្វាគមន៍ការត្រឡប់មកវិញព្រះរាជវាំងតាមីងកណ្ដូលក្រហមជាប់ឈីបឹងឈីរោគក្រហមហាងស្រះស្ត្រីជនជាតិហ៊ូ100ទេសភាពខ្វះមួយក៏មិនបានទេនេះហើយជាដាយតាងនេះជាដាយតាងក្នុងចងចាំរបស់ខ្ញុំក៏ជាផ្ការ័តដែលយើងចង់ផ្ញើឲ្យពិភពលោកឃើញខ្ញុំអាចធ្វើឲ្យបាន
ស្វាងអែខ្ញុំនឹងចម្លាក់បញ្ចប់ដៃតាងបៃជីងទូមុនថ្ងៃដាក់ពាក្យបេតិកភណ្ឌដោយបានស្ថាពរបុណ្យស្នាក់នេះជឿលើអ្នកពិតជាគិតថាបំពេញកញ្ចក់ឲ្យពេញហើយនឹងរស់បានមើលទៅគួរឲ្យសើចណាស់ស្វែងរកមរណភាពគុំទៅខ្ញុំអង្វរអ្នកហើយខ្ញុំមិនចង់អ្វីទៀតទេខ្ញុំត្រូវការអ្នករស់តែប៉ុណ្ណោះនៅមានមួយប្រភេទវិស្វករពេទ្យអស្ចារ្យដែលគ្រប់គ្នាស្គាល់នៅមានមួយប្រភេទសិនយានខ្ញុំនឹងបង្រៀនអ្នក3ចលនាចុងក្រោយសិនយានមើលឲ្យល្អអ្នកស្ដាប់អីនេះខ្ញុំរស់មកពាន់ឆ្នាំមិនធ្លាប់សុំអ្នកណាម្នាក់ទេឥឡូវនេះខ្ញុំសុំអ្នកសូមជូតទឹកភ្នែកយកកាំបិតចម្លាក់ឡើងវិញបញ្ចប់រូបភាពដៃតាងបៃជីងទូនោះឲ្យបានឲ្យអេដួលជង្គង់ស្គាល់អត្ថន័យជ្រាលជ្រៅរបស់វាឲ្យពិភពលោកដឹងថាបេតិកភណ្ឌផ្ការ៉ុតលូឌៀនមិនដែលផុតពូជឡើយយើភ្នែកទាំងពីរមើលឲ្យច្បាស់ល្អណាស់ផ្ទាំងអេក្រង់សិប្បកម្មអានស៊ឺឌៀនលួនេះបង្ហាញសារៈសំខាន់សិប្បកម្មលួមុខបុរាណដែលប្រទេសយើងបានអភិរក្សយូរបច្ចេកទេសរបស់វាល្អខ្ពស់ហើយធាតុធ្យូងដែលប្រើក៏កម្រណាស់ដល់ថ្នាក់គ្មានអ្វីស្មើលើពិភពលោកតំណាងប្រទេសផ្កាហាក់បីដូចជាវត្ថុបញ្ជូនដែលបានដាក់ស្នាគ្មានស្នាដៃបច្ចុប្បន្នដែលអាចបញ្ជាក់ពីការបបន្តបេតិកភណ្ឌបានទេបន្ទាប់មក Termin ត្រូវបានបញ្ឈប់ផលិតខ្ញុំរបស់លួចមកមិនគួរហៅថាបន្តបេតិកភណ្ឌទេនេរ៉ូឌៀនប្រើសម្បកប៉ោមសមុទ្រខាងកើតចិនហើយវិធីចាក់ចំណុចនេរ៉ូជាការកែប្រែចំនួនទី3របស់គ្រួសារឈេនសូម្បីតែស៊ុមសោភ្ជាប់ក៏ជារចនាសម្ព័ន្ធបង្កើតឡើងដោយជាងឈេនសម័យតាងហៅថាយេនមេលៀនជូនិយាយមើលងាយបែបនេះឯងមានអ្វីមកធ្វើភាគស្តាងសញ្ញាវងឈិនត្រូវបានចាក់សម្គាល់លាក់លៀមនៅក្នុងស្រទាប់ខាងក្នុងនៃគ្រប់ស្នាដៃបុរាណគ្រួសារនេះតាំងពី300ឆ្នាំមកភៀវហុយយ៉ាងអ្នកលួចគំនូប្លង់ពេលនោះភ្នែកមិនសូវច្បាស់មិនបានមើលឃើញចំណុចជ្រុងល្អទេនេះហើយជាការលួចផ្ទាល់មុខខូមានសមត្ថភាពកុំតែប៉ុណ្ណោះមកប្រកួតគ្នាតាមការងារពិតនៅទីនេះទៅការនិយាយមាត់មិនអាចជាភស្តុតាងបានទុកឲ្យការងារបង្ហាញសច្ចៈមើលទៅអ្នកក៏មិនសមស្របមកប្រកួតជាមួយយើងដែរកុំបែកធ្លាយនេះគឺជារឿងឆ្កួតសាច់ដុំការប្រឡងសរសេរមិនអាចយកមកគិតជាផ្លូវការឈិនយីគឺមើលតែស្នាដៃពេញលេញប៉ុណ្ណោះពួកអ្នកមានអ្វីបង្ហាញទេ3ថ្ងៃទៀតបន្ទាប់ពីគណៈវិនិច្ឆ័យពិភាក្សាចប់3ថ្ងៃបន្ទាប់ Huago និង Core នឹងដាក់ស្នាដៃ Lorodentric មួយមុខទៅដើម្បីប្រកួតជ័យជំនះក្នុងជំនួបតែមួយអ្នកឈ្នះនឹងទទួលបាន Participation ចុងក្រោយសម្រាប់ Dis Invory Wen Hua Yitan Soshan
Wang dươngកំពុងធ្វើអ្វីដែលតាំងបៃជីងទូគំនូមហេកងដែលតាមរឿងព្រេងសូម្បីតែទេវតាក៏មិនអាចបញ្ចប់បាន3ថ្ងៃគ្រប់ហើយលើកមុំនៃដាវឲ្យខ្ពស់កន្លះអ៊ីញេបង្រៀបលំនាំឲ្យលំអៀងទៅខាងឆ្វេងលេខ3ហើយបដូរទៅប្រើបន្ទាបបន្ថែមទន់ស្តើងវងសម្រាប់បន្តិចសិនរួចផ្ដោតអារម្មណ៍ឲ្យល្អអ្នកឈួតហើយអ្នកធ្វើអ្វីទៅកុំស្ដាប់គាត់មើលទៅជាគូស្នេហ៍ឈួតមែនអ្នកទាំងពីរបាត់បង់ហើយគ្មានរឿងនេះទេមិនដឹងថាមានអ្វីយកទៅដាក់ពាក្យស្នេហ៍ជាមរតកវប្បធម៌ទេសញ្ញាណទោះបីខ្ញុំស្លាប់ក៏ដោយខ្ញុំត្រូវបញ្ចប់ដាតាងបៃជីងទូដើម្បីជួយហួរគួរស្នេហ៍ជាមរតកវប្បធម៌ខ្ញុំខុសហើយអ្នកនិយាយត្រូវខ្ញុំខុសសិនយ៉ាខាងឆ្វេងប្រើកែមរឹងស្នាមប៉ះចុងក្រោយចិនយ៉ានអ្នកបានសម្រេចហើយដាតាងបៃជីងទូបានបញ្ចប់ស្វងអ្នកនៅឯណានេះហើយគឺជាស្នាដៃតាថងប៉ៃជីងធូដាក់ក្បាច់លួទៀនហាន់ស្រួយចាំមើលហើយឆក់ភ្នែកខ្លាំងខ្ញុំសូមប្រកាសថា Flower Kingdom Chalet ត្រូវបានចុះបញ្ជីជាផ្លូវការក្នុងបញ្ជីរបស់អង្គការ UNESCO ជាបេតិកភណ្ឌវប្បធម៌អមតៈរបស់មនុស្សជាតិដែលគ្មានអ្នកណាអាចមកបដិសេធបាន
និទាគ្រូដើរញឹមមើលទឹកខ្យល់ធ្ងន់ធ្ងរដៃខ្ញុំមិនអាចចាប់ខ្យល់ឲ្យបែកបានឆ្នាំខូបស្វាល់ខ្ញុំបានអង្រួនរក្សាទុកវាឲ្យវាធ្លាក់លើរូបដែលយើងធ្លាប់គូរសិនសោយេសិនយីបានជោគជ័យហើយអ្នកបានអង្រួនរក្សាទុកវាអ្នកបានរក្សាទុកវាចិនយ៉ែមបើថ្ងៃណាមួយខ្ញុំបាត់បង់សូមយកឈាមបេះដូងក្តៅបំពន់រាងកាយស្ងៀមនោះហើយយកសម្បកពេល1000ឆ្នាំជាអង្កត់ដឹកនាំកំណត់ពាន់ថ្ងៃនៅយប់ពេញច័ន្ទពេលគ្រប់បើលើកញ្ចក់មានពន្លឺវិញ្ញាណមិនរលាយអាចប្រមូលរូបរាងមនុស្សវិញបានជីវិតអ្នកមានតម្លៃជាងខ្ញុំមិនឲ្យអ្នកធ្វើបែបនោះទេ古籍，帮我查所有关于精灵复苏的古籍。 គាត់ទុករូបគំនូរមួយប្រាប់ឲ្យយកឈាមបេះដូងក្តៅបំពន់រាងកាយស្ងៀមនោះពាន់ថ្ងៃគាត់បានទុកផ្លូវមួយឲ្យខ្ញុំអ្នកដល់ចុងក្រោយបំផុតក៏នៅតែទុកផ្លូវមួយឲ្យខ្ញុំអ្នកនិយាយថាជីវិតខ្ញុំសំខាន់ជាងជីវិតអ្នកប៉ុន្តែអ្នកដឹងច្បាស់ណាស់ថាគ្មានអ្នកខ្ញុំយកជីវិតនេះទៅធ្វើអ្វីបានបន្ទាប់ពីជីងលីងរលាយបាត់ទៅប្រសិនបើមានមនុស្សយកឈាមបេះដូងរបស់ខ្លួនរៀងរាល់ថ្ងៃបំពន់រាងកាយស្ងៀមស្ងាត់នោះប្រើសម្បកឡូតេដែលមានមូលដ្ឋានពីបអស់ពាន់ឆ្នាំជាទឹកបញ្ចុះកំណត់ពាន់ថ្ងៃហើយអ្នកប្រើវិធីសាស្ត្រនេះត្រូវបង់ជីវិតដោយឈាមនិងសារធាតុជីវិតរបស់ខ្លួនឯងជាថ្លៃដូររាល់ធ្លាក់ឈាមបេះដូងមួយចំណុចកាត់អាយុ1ថ្ងៃពាន់ថ្ងៃកាត់អាយុ3ឆ្នាំប្រសិនបើកណ្ដាលផ្លូវឈាមផ្អាក1ថ្ងៃការខិតខំមុននៅខ្លាយជាអសរៈជាងនឹងរលាយបាត់មិនអាចកើតវិញទៀតមិនអាចយកវិធីនេះមកសង្គ្រោះអ្នកឯកាយទាំងបង្កបាបជាមេផ្ទះអាយុកាលខ្ញុំមិនគ្រប់ពាន់ថ្ងៃទុកឲ្យអ្នកក្រោយបន្តបេសកកម្មនេះឲ្យបានចប់អ្នកចំនួនទី7ពីគ្រួសារឈិនសិនហ្វានបាននិយាយពាក្យចុងក្រោយរបស់គាត់3ឆ្នាំបដូរជីវិតមួយសិនហ្វានមិនអាចត្រាំបានព្រោះអាយុកាលគាត់មិនគ្រប់ខ្ញុំនៅលើសិនឆៅយីឥឡូវអ្នកសុខសប្បាយខ្ញុំដឹងថ្ងៃស្អែកយើងត្រឡប់យ៉ាងសូជួយខ្ញុំរកបំណែកសម្បករងឡូទៀនឲ្យបានគ្រប់មួយក៏កុំឲ្យខ្វះទើបគាត់អាចរងចាំខ្ញុំរងចាំអ្នក1000ឆ្នាំទើបតែ3ឆ្នាំប៉ុណ្ណោះលើโลกនេះមិនមានការជួញដូរណាដែលមានតម្លៃជាងនេះទេSchwanger អាចដំណាក់ឈាមដំបូងបានហូរហើយនៅសល់ថ្ងៃ5499ទៀតវងអឺថ្ងៃនេះប្រធានផលមនុស្សមកពិភាក្សារកការសហការខ្ញុំបានបោះចេញយោស្វរចូលដើហើយប្រាប់ថាដើមផ្កាហៃតាងដែលអ្នកស្រឡាញ់ថ្ងៃនេះវារីកទ្វេដងប៉ុន្តែអ្នកមិននៅទីនេះគំនូខ្យល់ត្រជាក់ប៉ះត្រជាក់ស្វរថ្ងៃនេះខ្ញុំអស់កម្លាំងចិត្តមិនអាចលើកខ្លួនឡើងបានប៉ុន្តែខ្ញុំគិតថាអ្នករងចាំ1000ឆ្នាំខ្ញុំជង្គង់រងចាំបន្តិចបន្តួចវាមិនមែនរឿងធំទេអ្នកមិនចាំបាច់រៀនទេមើលទៅយ៉ាងណាក៏ដោយខ្ញុំស្រឡាញ់អ្នកដូចនោះរងចាំខ្ញុំសិនឆៅយេអ្នកមិនអាចនៅសល់តែ3ខែចុងក្រោយទៀតបានទេខ្ញុំមិនអាចផ្អាកវាបានទេ
ខ្ញុំមកយកអ្នកត្រឡប់ផ្ទះវិញអ៊ំអ៊ំ3ឆ្នាំនេះខ្ញុំ ចុងក្រោយបានជួបសញ្ញាណវិញ3ឆ្នាំមិនបានជួបគ្នាអ្នកធ្វើខ្លួនឯងឲ្យស្លេកស្លាំងដូចភ្លើងភ្លុះបែបនេះចង់ឲ្យខ្ញុំឈឺចាប់ក្នុងចិត្តឬខ្ញុំរងចាំអ្នកបានហើយអក្សររងចាំដែលអ្នកបានច្រៀងចាក់ខ្ញុំបានឃើញគ្រប់អក្សរពាក្យអ្នកនិយាយមុខកញ្ចក់រៀងរាល់យប់ខ្ញុំស្ដាប់គ្រប់ពាក្យអ្នកនិយាយថាមិនចាំបាច់រៀនទោះមានរូបរាងយ៉ាងណាខ្ញុំក៏ស្រឡាញ់ដែរខ្ញុំក៏បានឮអ្នកនិយាយថាខ្ញុំស្រឡាញ់អ្នកនិយាយ ខ្ញុំសន្យានរស់មក30ឆ្នាំហើយរឿងឈួតបំផុតរបស់ខ្ញុំគឺចំណាយ100លាននៅផ្សារខ្មោចទិញកញ្ចក់មួយដែលខ្ញុំគិតថាมันមានតម្លៃរឿងត្រឹមត្រូវបំផុតរបស់ខ្ញុំគឺរងចាំអ្នកក្នុងកញ្ចក់នោះរហូតបានជួបអ្នកប្រាប់ថាអ្នកយល់ព្រមរៀបការជាមួយខ្ញុំមិនមែនដោយសារអ្នកជាវិញ្ញាណរស់ពាន់ឆ្នាំទេមិនមែនព្រោះអ្នកជាមរតៈរោទានទេតែព្រោះរៀងរាល់ព្រឹកពេលបើកភ្នែកមនុស្សដំបូងដែលខ្ញុំចង់ឃើញគឺអ្នកភ្នែកឆ្វេងខ្ញុំមិនមើលឃើញទៀតប៉ុន្តែមិនអីទេភ្នែកស្ដាំមួយគ្រប់គ្រាន់សម្រាប់មើលអ្នកពេញជីវិតពាក់វាខ្ញុំជាស្ត្រីដ៏ខ្ពង់ខ្ពស់បានព្រមរៀបការហើយប៉ុន្តែអំពីភ្នែកឆ្វេងអ្នកខ្ញុំនឹងព្យាបាលភ្នែកឲ្យអ្នកកុំបិទមាត់នេះជាការជម្រាបមិនមែនមកពិភាក្សាទេបោះបង់ការបង្រៀនដើម្បីបដូរយកកន្លះជីវិតសុខភាពគាត់ឲ្យភ្នែកឆ្វេងមើលឃើញវិញបដូរអាយុកាលគាត់ឲ្យបន្តជាថ្លៃដូរខ្ញុំនឹងក្លាយជាមនុស្សធម្មតាចាប់ពីថ្ងៃនេះមានកំណើតចាស់ជំងឺស្លាប់រួមអាយុជាមួយអ្នកស្វាងអែអ្នកបានធ្វើអ្វីទៅខ្ញុំរស់មកបានពាន់ឆ្នាំហើយធុញហើយចង់សាក់រស់ជាមនុស្សមើលម្ដងការបង្រៀនរបស់អ្នកបានសាយសានអស់ហើយយករយៈពាន់ឆ្នាំដែលខ្ញុំបានដំណើរមកដូរឲ្យភ្នែកឆ្វេងអ្នកភ្លឺវិញបដូរឲ្យសិល្បៈសត្វអ្នករស់ឡើងម្ដងទៀតសន្យានចាប់ពីថ្ងៃនេះខ្ញុំមិនមែនជាវិញ្ញាណទៀតទេមិនមែនជាបុព្វបុរសអ្នកទៀតគ្រាន់តែជាស្ត្រីម្នាក់ដែលនឹងចាស់រួមជាមួយអ្នកឆ្កួតហើយចេញពីក្នុងកញ្ចក់រងចាំពាន់ឆ្នាំទើបបានជួបអ្នកពាន់ឆ្នាំក៏រងចាំហើយរួមចាស់ជាមួយអ្នកមិនមែនរឿងធំទេជីវិតក្រោយបន្ទាប់មកឲ្យខ្ញុំរងចាំអ្នកពាន់ឆ្នាំ10000ឆ្នាំខ្ញុំនឹងរងចាំឲ្យទៅវិញទៅផ្ទះ
ប្រទេស A ក៏រួមដៃជាមួយប្រទេសផ្សេងនេះព្យាយាមបំភាន់បំបាក់ឬស្ដារប្រភពកំណើតលូឌៀនតាមបណ្ដោយឆ្នេរសមុទ្រខាងកើតប្រទេសនីមួយមានប្រពៃណីលូអ៊ូទៀនរបស់ខ្លួនថាមិនគួរឲ្យប្រទេសហួរកាន់កាប់សិទ្ធិបេតិកភណ្ឌវប្បធម៌តែមួយឯងដូច្នេះត្រូវឲ្យពួកគេដឹងថាដើមកំណើតលូឌៀនពិតប្រាកដស្ថិតនៅឯណាជំនាញលូឌៀនអាចរកត្រឡប់ទៅប្រទេសហួរ1400ឆ្នាំមុនកញ្ចក់ស្ពាន់លូអ៊ូឌៀនសម័យរាជវង្សតាងដែលបានរកឃើញនៅយ៉ាងជូរគឺជាវត្ថុប្រវត្តិសាស្ត្រពិតប្រាកដនិងជាភស្តុតាងបុរាណវិទ្យារឿងនេះមិនអាស្រ័យលើអ្នកណាមានសម្លេងខ្លាំងជាងគេអាចបំភាន់បានទេលោកសិនសៀនសឹងវិចិត្រសិល្បៈលូទីរបស់ប្រទេសអ្នកនៅសតវត្សទី20មានរយៈពេលមួយដែលខ្វះខាតតើអ្នកបញ្ជាក់ថាការបង្រៀនរបស់មេជាងមិនដែលផ្អាកយ៉ាងដូចម្តេចបច្ចេកទេសយ៉ាន់វេលៀនជូរបស់គ្រួសារសិនអញ្ជើញមេជាងណាម្នាក់នៅទីនោះសាកល្បងធ្វើឡើងវិញបើអាចបានដើមកំណើតនៃលូអូទៀនអ្នកអាចយកទៅបានបើមិនបានចូលអ្នកទាំងអស់គ្នាចងចាំថាលូអូទៀនមានដើមកំណើតនៅប្រទេសហួរហ្គោរូបនេះហៅថាព្រះច័ន្ទភ្លឺលើមុតរួមពេលនេះ1000ឆ្នាំក្រោយនៅមានអ្នកឈរមើលគំនូរនេះទេមានដូចជាពេលនេះយើងនៅឃើញកញ្ចក់លូឌៀនរបស់ឆិនសក់លូឌៀនរបស់ឆិនធំរាប់ពាន់ឆ្នាំក្រោយនរណាម្នាក់ឈរមើលគំនូរនេះដោយនិយាយថាអើយព្រះអម្ចាស់ពួកគេស្រឡាញ់គ្នាខ្លាំងណាស់រឿងល្អបំផុតក្នុងជីវិតខ្ញុំមិនមែនជាការចាយប្រាក់$100 លានទិញកញ្ចក់បាក់ទេវាជាការលះជង្គង់មុខអ្នកសូមឲ្យអ្នកទទួលខ្ញុំជាសិស្សសិនយ៉ាននៅជីវិតក្រោយយើងអាចជួបគ្នាម្ដងទៀតទេអាចជួបបានទោះបីជាអស់1000ឆ្នាំឬ10000ឆ្នាំខ្ញុំនឹងរងចាំអ្នកជីវិតក្រោយខ្ញុំនឹងស្វែងរកអ្នកច្បាស់ឯព្រះអាទិទេពលើមេឃខ្ញុំសូមយកវត្តកំណើតមិនចេះចប់និងអំណាចវេទមន្តដែលមីងឈួងទុកឲ្យខ្ញុំបំលែងជីវិតរាប់ចំនួនឲ្យក្លាយជាអ្នកវិញ្ញាណដោយមានបំណងមួយគឺរងចាំជួបមីងឈួងម្ដងទៀតនៅជីវិតក្រោយសិស្សមីងឈួងចាន់ភិនមិនអាចប៉ះទេអ្នកគឺមីងឈួងអ្នកជានរណាហេតុអ្វីអ្នកស្គាល់ឈ្មោះខ្ញុំអ្នកជាមនុស្សឬវិញ្ញាណមុខមាត់ដូចគ្នាដាច់ខាតតែភ្នែកមិនស្ងប់ដូចមុនទៀតវិញមានក្លិនក្រអូបជីវិតសាច់ឈាមអ្នកគឺជាការកើតមកវិញរបស់នាងចង់វាយមនុស្សណាស់ពាក្យនេះធ្លាប់និយាយតែជាមួយមនុស្សម្នាក់តែម្ដងរឿងនេះគួរឲ្យអ្នកខ្លាយជាគ្រូខ្ញុំវិញជីវិតមុនខ្ញុំជាវិញ្ញាណនោះលើស1000ឆ្នាំហើយបោះបង់ការបង្រៀនទាំងអស់ដើម្បីសង្គ្រោះមនុស្សម្នាក់បន្ទាប់មកអ្នកប្រើឈាមបេះដូងបដូរជីវិតនាងឲ្យត្រឡប់មកវិញហើយទាំងពីរចាស់ជារៀស្លាប់រួមគ្នាហើយសន្យាថាជីវិតក្រោយនឹងមករងចាំនាងបន្ទាប់មកអ្នកកេង1000ឆ្នាំក្នុងភ្នែកជីវិតមុនរហូតថ្ងៃនេះខ្ញុំហៅអ្នកភ្ញាក់ឡើងវិញដោយបន្តឈាមមួយរឿងនេះលើសលប់ហើយអ្នកមិនកំពុងយករឿងព្រេងមកបោកទេប្រហែលជាមែនតែអ្នកស្ដាប់មកដល់ឥឡូវនេះមិនទាន់ទៅណាទេហើយឥឡូវនេះគាត់នៅណាខ្ញុំសួរអំពីជីវិតមុនខ្ញុំដូច្នេះបន្ទាប់មកគ្រោងធ្វើម៉េច
គ្មានអត្តសញ្ញាណប័ណ្ណគ្មានកាតធនាគារមិនមានសញ្ញាបត្រអប់រំការងាររបស់បង្គន់ផ្លូវលរៀនមិនយកអ្នកទេញញឹមអីគ្មានអីទេដូច្នេះស្រីអ្នកធំតាអ្នកពេញចិត្តអើបខ្ញុំទេមុខមាត់អ្នកក៏មិនអីទេរោងចក្ររ៉ូឌៀនកំពុងខ្វះកូនកំលោះម្នាក់ជួយធ្វើការងាររួមមានបាយមានផ្ទះស្នាក់នៅធ្វើទេមុននេះយើងក៏មិនដើរផ្លូវនេះបែបនេះហើយឬដើរមកហើយដើរមកជាច្រើនដងហើយអនាគតក៏នឹងដើរបន្ថែមទៀតស្រីអ្នកធំទីនេះទៅដល់ចុងផ្លូវនៅសល់ 1000 ជំហានទៀត 1000 ជំហានទៀតអ្នកចង់ដើរជាមួយខ្ញុំទេ 1000 ជំហានប៉ុណ្ណោះស្រីនេះជើងវែង 1000 ឆ្នាំក៏ដើរដល់សេនយ៉ានផ្ទាំងបិទឈ្មោះនេះមិនធំពេកបន្តិចឬមិនធំពេកទេកំពុងល្មមសោះ